សុំទោសអ្នកនាងស៊ូទោះជាអ្នកនាងទៅវះកាត់កលៀនឲ្យស៊ូវ៉ាន់វ៉ាន់តែគ្រូសាស៊ូអត់មានបងថ្លៃស្នាក់នៅមន្ទីរពេទ្យឲ្យទេពួកខ្ញុំមានតែបង្ខំចិត្តឲ្យអ្នកនាងចាកចេញស៊ឺវ៉ាន់វ៉ាន់គឺឯងបងស្រីល្អរបស់ខ្ញុំមិនក៏មិនប្រយ័ត្នអញ្ចឹងខ្ញុំគ្រាន់តែធ្វើពុតជាឈឺមិនស្មានថាប៉ះម៉ាក់ឲ្យបងបរិច្ចាគកលៀនឲ្យខ្ញុំមិនសោះខ្ញុំប្រាប់បងយូរហើយគ្រួសារស៊ូគ្មានកន្លែងកូនចិញ្ចឹមដូចបងទេប៉ាម៉ាក់បងធំជួយខ្ញុំផងជួយឯងហ៎ស៊ូយ៉ាន់ស៊ីងមានតែឯងស្លាប់ទើបគ្រួសារយើងមានឈ្មោះយកទ្រព្យសម្បត្តិនៅបរទេសរបស់ឯងអញគិតថាពួកយើងជួយឯងទេនឹងនៅបរទេសបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាហ៊ីនលះជាមួយនឹងពួកយើងបើឆាប់ប្រគល់ចេញមកគឺពិតជាល្អណាស់ហើយក៏មិនចាំបាច់មានលទ្ធផលដូចជាពេលនេះដែរសមមុខហើយឯងគឺជាកូនកំព្រាពុកចិញ្ចឹមឯង20ឆ្នាំមកហើយយកជីវិតរបស់ឯងហើយនឹងក្រុមហ៊ុនឯងគឺវាមិនហួសហេតុពេកនោះទេទាំងអស់គ្នាបេសាច់មានចិត្តពឹសពុលការពិតមិនសមធ្វើជាគ្រួសារខ្ញុំទេសឹងស្រាប់ទៅចេញពីការនាងនេះខ្ញុំដើម្បីកូនចិញ្ចឹមបីបាច់លះបង់គ្រប់យ៉ាងដើម្បីគ្រួសារស៊ូបើជាត្រូវពួកគេគៀបសម្លាប់បើអាចរស់បានវិញខ្ញុំប្រកាសជាឲ្យពួកគេឈាមសងដោយឈាមកូនស្រីសម្លាញ់ឯងមិនអីទេអីម៉ាក់អាណិតឯងណាស៊ូយ៉ាន់ស៊ីងឯងហ៊ានបាក់ឡានបោះប្អូនស្រីកូនសម្លាញ់ឯងដឹងទេនេះគឺឯងប្រព្រឹត្តបាត់ល្មើសពួកយើងចិញ្ចឹមមនុស្សរមិលគុណដូចជាឯងខ្ញុំរកវិញហើយរកកាលពី3ឆ្នាំមុនខ្ញុំទៅមកស្រុកថ្ងៃស៊ូវ៉ាន់វ៉ាន់មកបង្កាច់ខ្ញុំបាក់ឡានបុកគេដោយសារលើកនេះពួកគេបង្ខំខ្ញុំយកក្រុមហ៊ុននៅបរទេសផ្ទេរដាក់ឈ្មោះគ្រួសារស៊ូចាំបងបញ្ចេញកំហឹងឲ្យឯងយើងនឹងវាយស្រីថោកទាបនេះឲ្យស្លាប់ស៊ូយ៉ាន់ស៊ីងសុំទោសប្អូនស្រីឯងភ្លាមអ្នកណាឲ្យឯងក្រោកឡើងខ្ញុំឲ្យខ្លួនឯងក្រោកឈរយ៉ាងណាខ្ញុំមិនមែនកូនបង្កើតគ្រួសារស៊ូផ្ទះនេះគ្មានអ្នកណាសមតម្លៃឲ្យខ្ញុំលុតជង្គង់ទេឯងលុតជង្គង់ភ្លាមលុតជង្គង់ចុះទៅយើងឲ្យឯងលុតជង្គង់អីយ៉ឯងហ៊ានវាយយើងដែលជាឪពុករបស់ឯងផងហ៎ខ្ញុំវេគឺកញ្ចាស់មិនដឹងខុសត្រូវដូចជាលោកនឹងហើយស៊ឺវ៉ាន់វ៉ាន់ប្រាប់ថាខ្ញុំបាក់ឡានបុកគេការពិតខ្ញុំគ្មានបានបាក់បោទេពួកលោកមិនដឹងទេបានបាក់បោកាន់តែមានទោសស្រីថោកទាបឯងនេះបោកប្អូនរបួសធ្ងន់ហើយនេះហ៊ានបកាយទៀតមិនខុសទេ5ឆ្នាំមុនគឺឯងដុតភ្លើងប៊ីតែនឹងដុតសម្រាប់ប្អូនប្រុសឯងព្រោះយើងបញ្ជូនឯងទៅបរទេសអប់រំ5ឆ្នាំឯងមិនត្រឹមតែមិនមានការរីកចម្រើនផ្ទុយទៅវិញមកវិញកាន់តែខ្លាំងដៃថ្ងៃនេះហ៊ានវាយយើងគ្រួសាររបស់យើងមិនក៏ចិញ្ចឹមសត្វដេរឆានអកតញ្ញូដូចជាឯងនេះអញ្ចឹងតែបរទេសអប់រំគាត់នៅមានមុខនិយាយទៀត5ឆ្នាំមុនស៊ឺវ៉ាន់វ៉ាន់ដុតកំរាលពួកខ្លួនឯងបន្ទាប់មកទម្លាក់លើខ្ញុំបងស្រីនេះជាបន្ទប់ខ្ញុំបើភ្លើងឆេះបងទីទៅប៉ាម៉ាក់ជឿបងឬជឿខ្ញុំកុំអីភ្លើងឆេះហើយបងស្រីហេតុអីបងដុតភ្លើងចង់ធ្វើបាបខ្ញុំម៉ែជួយផងយប់នោះខ្ញុំត្រូវមនុស្សគ្រួសារស៊ូជេស្ដីក្រោយមកបញ្ជូនទៅនៅបរទេសស្អុយឈ្មោះអាសោចក្នុងជំរំកែប្រែនៅទីនោះត្រូវគេប្រមាថធ្វើបាបស្រីថោកទាបអាកាតញ្ញូឯងមិនត្រឹមតែធ្វើបាបវ៉ាន់វ៉ាន់ហើយនៅវិបាទៀតថ្ងៃនេះឯងស្លាប់ហើយឯងហ៊ានប្រើវិជាគុណនៅក្នុងជំរំមកទប់ទល់ជាមួយមនុស្សក្នុងគ្រួសារផងហ៎មនុស្សក្នុងគ្រួសារខ្ញុំធ្លាប់សុំឲ្យលោកអាណិតត្រឹមគ្រប់យ៉ាងបណ្ដោយឲ្យពួកលោកធ្វើបាបពេលនេះពួកលោកកំចង់ប៉ះពាល់ខ្ញុំឲ្យសោះមានទៀតការឈឺចាប់ដែលខ្ញុំទទួលខ្ញុំឲ្យពួកលោកសងវិញ100ដង1000ដងបងស្រីកំហុសគ្រប់យ៉ាងគឺជាកំហុសខ្ញុំធ្វើឲ្យបងមិនសប្បាយចិត្តបងកុំខឹងប៉ាម៉ាក់និងបងប្រុសអីបើចង់វាយបងវាយខ្ញុំទៅល្អខ្ញុំបំពេញបំណងនាងស្រីពុតក្បត់ដល់ពេលនេះហើយនៅសម្ដែងទៀតពេលអូស្ការនៅខ្វះតែស្រីពុតក្បត់នាងទេឯងហ៊ានលើមុខយើងធ្វើបាបប្អូនស្រីឯងហ៎មើលឲ្យច្បាស់
នេះតែផែថាធ្វើបាប វ៉ាន់វ៉ាន់ វ៉ាន់ណែចាំមិនហើយក ូនសម្លាញ់ម៉ាក់អញចង់សម្លាប់ប្អូនមែនទេ មិនក៏ឯងអាក្រក់ខ្លាំងម្លេះស៊ូយ៉ានស៊ីងយើងគ្មានកូនដូចជាឯងទេ ចាំម៉េចខ្ញុំក៏មិនត្រូវការឲ្យខ្វាក់ភ្នែកដូចជាលោកដែរចាប់ពីថ្ងៃនេះទៅខ្ញុំមិនមែនតកោស៊ូទៀតទេក្នុងនេះមាន100,000,000ចាប់ពីពេលនេះទៅខ្ញុំនឹងគ្រួសារលោកលែងពាក់ព័ន្ធគ្នាហើយ សត្វដេរិឆានបើឯងទៅហើយកុំមកវិញឲ្យសោះ បងថម កម្រងផ្ទះក្រុមហ៊ុនលុបចោលខ្ញុំនឹងគ្រួសារស៊ូផ្ដាច់ទំនាក់ទំនងគ្នាហើយ ល្អណាស់ទេមកផុតបងផ្ញើខ្លួនហើយបងថមតែនេះគឺមនុស្សគ្រូសាស៊ូជាអ្នកធ្វើបាបបងមែនទេ មិនអីទេខ្ញុំធ្លាប់ហើយ គួរឲ្យសោកណាស់ខ្ញុំត្រូវតែឲ្យមេរៀនគ្រូសាស៊ូ ហើយយ៉ាខ្លាំងម្លេះ គ្រួសារយើងសាំងបាបកម្មអីទៅ ខំមកពីស៊ូយ៉ានស៊ីងកាយដុសកន្ទុយម្នាក់នោះឯងបើឲ្យបងជួបគេទៀតបងត្រូវទៅវាយបំបាក់ជើងរបស់វាត្រីស្អាតឈ្មោះអីដែររកបានគ្នាទៅ អាឡុតសម័យគឺឲ្យអញទៅជួបពូណាត់ឯងណាទៅគឺចាំឯងកន្លះម៉ោងហើយ លោកតាជួបគូណាត់ខ្ញុំទៅទេប្រាប់ដំណឹងល្អលោកតាមួយចុះខ្ញុំជួបមនុស្សស្រីដែលខ្ញុំពេញចិត្តហើយ បងថមគេនិយាយថាហងអ៊ីនសៀមគឺខូខើណាស់នៅណានឆឹងគឺទំនឹងបងសម្រាប់ចិត្តទទួលស្គាល់គេមែនទេ មិនថាយ៉ាងណាទេគាត់ជាបាបបង្កើតខ្ញុំទោះជាត្រូវទៅចាំជួបគាត់ឲ្យចាំគិតទៀតឯងទៅវិញមិនទៅបើមានអ្វីត្រូវការខ្ញុំនឹងតាក់ទងទៅឯង សួស្តីអ្នកនាងទីនេះជាភូមិគ្រឹះហោះគ្មានការអនុញ្ញាតមិនឲ្យអ្នកក្រៅចូលទៅក្នុងទី ខ្ញុំរកហោអានស៊ី រកអគ្គនាយកហោនាងត្រូវជាស្អីជាមួយ គាត់ គាត់ ជាប៉ាខ្ញុំជាកូនស្រីគាត់ ថាម៉េចនាងជាអ្នកនាងធំដែលអគ្គនាយកហោរង20ឆ្នាំហ្នឹងឯង ខ្ញុំខកហើយអគ្គនាយកហងខ្ញុំមិនគួរណាក្បត់លោកទេខ្ញុំត្រូវបង្ខំទីណាអគ្គនាយកហងលើកលែងទោសខ្ញុំម្ដងទៅអគ្គនាយក អគ្គនាយកសុងលោកដឹងពីចរិតខ្ញុំហើយឲ្យទៅលោកប្រាប់អ្នកលើបញ្ជាពីក្រោយខ្នងខ្ញុំនឹងលើកលែងឲ្យលោកភ្លៀងយ៉ាងម៉េចដែរ គឺជីងឆឹងគ្រូសាណាន អូការពិតជាគ្រូសាណាត់នៅជីងឆឹងសោះ ខ្ញុំលើកលែងឲ្យលោកហើយ ព្រះហើយឪពុកបង្កើតខ្ញុំសាហាវណាស់ អគ្គនាយកហោនាំក្មេងស្រីមកធ្វើអី ហោអានស៊ីវខ្ញុំឈ្មោះយ៉ាងស៊ីនជាកូនបង្កើតរបស់លោក នាងអាយុប្រហែលហើយ 18ខ្ញុំពិតជាកូនបង្កើតលោកមែនបើលោកមិនជឿអាចទៅពិនិត្យ DNA បាន មិនបាច់ទេដូចយើងគ្រាន់តែមើលក៏ដឹងថាកូនស្រីដែរណា អូកូនឆ្លាតកុំខ្លាចអីប៉ាជាមនុស្សកម្រិតវប្បធម៌ទាបទោះជាប៉ាចូលចិត្តប៉ុន្តែសុំជឿប៉ាចុះណាប៉ាប្រកាសជាអាចធ្វើជាប៉ាដ៏ល្អម្នាក់បានណាអូ ស្វាគមន៍អ្នកនាងមកផ្ទះវិញ វ៉ាវ ទោះបីជាអ្នកនាងបាត់ខ្លួន20ឆ្នាំតែអគ្គនាយកហងតែងតែថែមខោអាវថ្មីនិងរបស់ប្រើប្រាស់ថ្មីរាល់ឆ្នាំឲ្យអ្នកនាងតាមអាយុគាត់ទន្ទឹងចាំអ្នកនាងមកវិញខោអាវនេះគឺអ្នកនាងលោសិនទៅ
ល្មមខ្លួនឯទេនៅសល់500ឈុតទៀតបន្តិចទៀតនឹងចូលមកណាមិនអីទេ អរគុណ អូនេះគឺជាលុយសម្រាប់ប្រើប្រាស់អគ្គនាយកហងឲ្យអ្នកនាងខាត់ខ្មៅទឹកប្រាក់គ្មានកំណត់បើត្រូវការទៀតអាចប្រាប់ខ្ញុំបានគ្រប់ពេល ស្មានមិនដល់ថាប៉ាម្នាក់នេះល្អចំពោះខ្ញុំសោះ អ្នកនាងឲ្យខ្ញុំបំរើអ្នកនាងដូរខោអាវទៅ កំប៉ាខ្ញុំមិនបែររំខានទេខ្ញុំធ្វើខ្លួនឯងបាន កូនស្រីបើមិនដឹងថាឯងចូលចិត្តញ៉ាំអីទេដូច្នេះអាហារចិននឹងអឺរ៉ុបរៀបចំឲ្យខ្លះឯងភ្លុកមើលទៅ អាហារអឺរ៉ុបត្រូវប្រើកាំបិតសមតែដៃឆ្វេងខ្ញុំបើឲ្យប៉ាដឹងរើអាំងខ្ញុំដែរទេ ហេលើកចេញកូនស្រីយើងមិនចូលចិត្តអាហារអឺរ៉ុបទេថ្ងៃក្រោយមិនឲ្យលើកមកទៀតណាកូនស្រីប៉ាពិតជាចូលចិត្តអាហារចិនមែនទេដូចជាប៉ាខ្លាំងណាស់เอาមកកូនស្រីដូរមកជឿឲ្យយើងថ្ងៃនេះយើងស្វឹងទើបឈប់ញ៉ាំឲ្យច្រើនទៅកូនប៉ាត្រូវការលូតលាស់ទៀតណាហ៎ ថាម៉េចកូនស្រីឯងញ៉ាំមុនទៅប៉ាទៅដោះស្រាយការងារបន្តិច កុំសម្លាប់មនុស្ស មិននឹងអាចទៅប៉ាជាមនុស្សល្អមិននឹងអាចធ្វើរឿងបែបនឹងបានអាចារ្យនាយកហមមកដល់ហើយក ូនស្រីឯងញ៉ាំមុនទៅប៉ាទៅដោះស្រាយការងារបន្តិច កុំសម្លាប់មនុស្ស មិននឹងអាចទៅប៉ាជាមនុស្សល្អមិននឹងអាចធ្វើរឿងបែបនឹងបាន អាចារ្យនាយកហមមកដល់ហើយ អមប្រហោះសួស្ដីឥឡូវឯងនេះឮថាឯងមកផ្ដាច់ពាក្យមែនទេគ្រួសារពួកយើងទៅពីរមានភ្ជាប់ពាក្យតាំងពីក្នុងពោះមកតែនៅនេះគ្រួសារហួបបាត់តាំងពីនៅក្មេងដូច្នេះលោកតាបញ្ជាខ្ញុំមកពិភាក្សារឿងគ្រួសារហ្វូតនិងគ្រួសារហួបផ្ដាច់ពាក្យត្រឹមហ្នឹងអើយភុយអ្នកណាថានៅនេះគ្រួសារហួបបាត់ខ្លួនកូនស្រីយើងទើបតែត្រឡប់មកវិញនៅមានទៀតចង់ផ្ដាច់ពាក្យកូនស្រីយើងគឺជាអ្នកផ្ដាច់ឯងសមដែរទេទោះជាតាឯងមកដោយផ្ទាល់ក៏ត្រូវតែមើលទឹកមុខកូនស្រីយើងដែរមិនចេះតែនិយាយព្រេះផ្ដាច់អញ្ចឹងនោះទេ អាចារ្យនាយកហមគឺជាទីស្គាល់កូនអ្នកប្រុសហ្វូលើកនេះវេទនាហើយ ថាម៉េចនៅនេះគ្រួសារហួបត្រឡប់មកវិញហើយហ៎មិនបានទេយ៉ាងណាក៏ខ្ញុំត្រូវផ្ដាច់ពាក្យដែរប្រាប់អ៊ំតាមត្រង់ចុះខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយ នាងជាអ្នកណាឲ្យនាងញ៉ាំបាច់ទីនេះ ខ្ញុំជាអ្នកណាតាក់តងស្អីនាង ស្រីថោកទាបនាងហ៊ាននិយាយអញ្ចឹងដាក់យើងនាងដឹងថាយើងជាអ្នកណាទេយើងណាជាមិត្តស្រីរបស់បងហួរអ៊ីនស៊ីវអនាគតលោកស្រីអគ្គនាយកហួរ ការប៉ិនជាមិត្តស្រីរបស់ប៉ាខ្ញុំសោះនាងជាអ្នកណាពាក់ព័ន្ធស្អីនឹងខ្ញុំទៅ អាយ៉ានាងហ៊ានមើលស្រាលយើងអីអូនាងជាដៃគូថ្មីរបស់ហួរអ៊ីនស៊ីវត្រូវទេនាងមានឪពុកបង្កើតគ្មានម៉ែចិញ្ចឹមមួយថ្ងៃដឹងតែតាក់ប្រុសជើងល្វាញនាងឯងឲ្យស្លាប់ ប្រមាថម៉ាក់ខ្ញុំនាងចង់ស្លាប់ហើយ នាងហ៊ានវាយយើងហ៎ វាក៏វាយហើយនៅត្រូវរើថ្ងៃដែរ យើងនឹងសម្លាប់នាង ទៅវិញប្រាប់តារបស់ឯងទៅទោះជាផ្ដាច់ពាក្យក៏ជាគ្រួសារហោះជាអ្នកផ្ដាច់ដែរគ្រួសារភុគ្មានសិទ្ធិទេឲ្យតែកូនស្រីយើងមិនព្រមហើយត្រឡប់ទៅវិញងូតទឹកឲ្យស្អាតរងចាំថ្ងៃកាឯងគ្មានសិទ្ធិមកផ្ដាច់ពាក្យជាមួយយើងនោះទេអំប្រុសខ្ញុំគោរពអ៊ំជាចាស់ទុំតែអ៊ំកុំធ្វើបាបគេពេកគ្រួសារភុមិនងាយស្រួលធ្វើបាបទេអូអញ្ចឹងគ្រួសារហោះធ្វើបាបពួកឯងហើយពួកឯងចង់យ៉ាងម៉េច យើងនឹងសម្លាប់នាង ហេ ហួរអ៊ីនស៊ីវបងឆាប់មកស្រីថោកទាបនេះវាយខ្ញុំស្លាប់ឥឡូវហើយហួរអ៊ីនស៊ីវបងមកចាំពេលល្អណាស់ស្រីថោកទាបនេះចិត្តវាយខ្ញុំស្លាប់ហើយរយកទៅធ្វើឲ្យខ្ញុំផង មានរឿងអី ខ្ញុំវាយគេសំតែវាយហើយខ្ញុំមិនសំទោសទេខ្ញុំគ្មានទម្លាប់សំទោសឡើយ
ប៉ាខ្ញុំចេញមកឲ្យខ្ញុំ អ៊ីនស៊ីលគឺនាងធ្វើបាបខ្ញុំហេតុអីក៏បងវាយខ្ញុំ អ្នកនាងលឿអ្នកនាងលីអ្នកនាងរកអ្នកណាមិនរកបែរជារករឿងអ្នកនាងធំបែបហ្នឹងឯងថ្លើមធំពេកហើយហេតុអី អ្នកនាងធំនាងជាកូនស្រីអ៊ីនស៊ីល ស្រីថោកទៀតសូម្បីតែកូនហោអ៊ីនស៊ីលយើងក៏នាងហ៊ានរករឿងដែរនាងខ្វាក់ភ្នែកហើយវាកាហោឲ្យថ្លៃបាយគ្នា100 លានទៅនាងភ្លាមទៅ បាទអង្គរៈ អ៊ីនស៊ីលបងកំដេញខ្ញុំអីអ៊ីនស៊ីលខ្ញុំសំវរខ្ញុំខុសហើយអ៊ីនស៊ីលកំដេញខ្ញុំអី ស៊ីដៃឈឺឬអត់ឲ្យប៉ាមើលតិចមើល ប៉ាមិនសួរខ្ញុំថាហេតុអីវេគេទេ វាយក៏បានវាយហើយដែរក្រែងឯងនិយាយមែនទេថាគេសំទៅវាយលើកក្រោយបើចង់វាយអ្នកណាប្រាប់ប៉ាមកប៉ាវាយជំនួសឯងកុំឲ្យរបួសដៃក្រែងលោកវាឈឺកដៃទៀតណា ប៉ានេះជាលើកទី1ដែលមានគេចេញមកឲ្យខ្ញុំ ស៊ីឯងគឺជាកូនប៉ាគឺជាមនុស្សក្រោតក្រៀតគ្មានចំណុចល្អទេតែចូលចិត្តការពារអ្នកណាធ្វើបាបកូនស្រីប៉ាមិនឲ្យវាស្រួលខ្លួនទេប៉ានឹងឲ្យពួកវា9ពូជនឹងមិនស្រួលខ្លួនដូចគ្នាហើយត្រូវចាំធ្វើជាកូនស្រីប៉ានៅណានឈឹងនេះត្រូវតែដើរពើងទ្រូងឡើងណា ការប៉ັດមានប៉ាការពារមានអារម្មណ៍បែបហ្នឹងសោះគាត់ពិតជាថ្នមខ្ញុំស្រឡាញ់ខ្ញុំមែនក ូនឆ្លាតច្រើនឆ្នាំមកនេះនៅខាងក្រៅរោងទុកហើយប៉ាតាមរកឯង20ឆ្នាំយ៉ាងលំបាកប៉ានឹកឯងដល់ចិត្តឈួតទៅហើយណាថ្ងៃក្រោយប៉ាប្រកាសជាប៉ាពើឯងឲ្យបានល្អណា អរគុណប៉ា អាកែនេះឈូហោះដោយការគិតរបស់លោកអ្នកនាង20ឆ្នាំមុនមកនេះគឺពិតជារងទុក្ខច្រើនណាស់នេះគឺជាឯកសារទាំងអស់ ចង្រៃយោកូនយើងឆ្លាតយ៉ាងនេះបែរជាត្រូវគ្រួសារស៊ូបញ្ជូនទៅជំរំហ៊ីឡូលីរយៈពេល5ឆ្នាំកូនយើងរស់នៅទីនោះអស់រយៈពេល5ឆ្នាំតែទីនោះនៅបរទេសល្បីថាគឺជាជំរំហ៊ីឡូលីសយឈ្មោះខ្លាំងណាស់ឬថានៅទីនោះគឺពោពេញទៅដោយការប្រាហឹង្សាកខ្វក់ក្រៅច្បាប់ក្មេងស្រីដែលបញ្ជូនទៅមិនស្លាប់ក៏ពិការដែរមិនដឹងថាអ្នកនាងរត់ចេញមកបានយ៉ាងម៉េចទេ គ្រួសារស៊ូមិនបាច់នៅទៀតនោះទេផ្ដល់ដំណឹងភ្លាមទៅ3ថ្ងៃក្រោយគ្រួសារហោនឹងរៀបចំពិធីទទួលស្គាល់សាច់ញាតិយើងចង់ឲ្យអ្នកមាននៅក្នុងណានឈឹងទាំងអស់បានដឹងយ៉ានស៊ីងជាកូនស្រីហោអ៊ីនស៊ីវយើងចង់ញិចសម្រាប់គ្រួសារស៊ូនៅនឹងកន្លែងសងសឹកឲ្យកូនយើង ថាម៉េចហងអ៊ីសឹមមិនព្រមផ្ដាច់ពីហើយនៅប្រមាថឯងនៅចំពោះមុខថែមទៀតដែរ បាទលោកតាហោអ៊ីនស៊ីវនោះអាងថាខ្លួនឯងជាប្រធានបកសម្ព័ន្ធទាំង3មិនទុកគ្រួសារហ្វូយើងនៅក្នុងការភ្នែកទេប្រាប់ថាបើចង់ផ្ដាច់ពាក្យគឺពួកគេជាអ្នកផ្ដាច់ពិតជាធ្វើបាបគេខ្លាំងពេកហើយក ូនស្រីហងបាន20ឆ្នាំមកហើយគឺថាគឺជាស្រីដែលគ្មានការអប់រំស្រីបែបនេះមិនសមចូលគ្រួសារហ្វូជាងឡើយហើយខាងសាយនេះគ្រួសារហងនឹងរៀបចំពិធីទទួលស្គាល់សាច់ញាតិបើសិនជាហងអ៊ីសឹមមិនព្រមជល់មុខអញ្ចឹងក៏មកទួយជាងអីឲ្យគេអាក្រក់មើល លោកតាខ្ញុំសន្យាចាំខ្ញុំផ្ដាច់ពាក្យហើយខ្ញុំនឹងតាមរកស្រីជីម៉ូតូនោះឲ្យឃើញហើយសុំនាងរៀបការភ្លាមឆ្នាំក្រោយតានឹងបានចែកទូតពរ លើកនេះតាដើម្បីឯងហ៊ានប៉ះពាល់ហោអ៊ីងស៊ីវដែលជាស្ដេចជំរាជរស់ឯងកុំខកជាងឲ្យសោះ មិននឹងអាចទៅលើកនេះខ្ញុំពិតជាឃើញភ្លាមស្រឡាញ់ផ្លេតលើកមកខ្ញុំឲ្យឯងទៅស៊ើបពីស្រីម្នាក់នោះស៊ើបដឹងហើយនៅតានាងនៅណា អ្នកប្រុសខ្ញុំបានឆាយមើលកាមេរ៉ាតាមផ្លូវនៅម្ដុំនោះស្រីម្នាក់នោះគឺនៅជិតសំណាក់ហោស្រាប់តែបាត់ខ្លួនលោកក៏ដឹងដែរសំណាក់ហោគឺជាតំបន់អត់កាមេរ៉ាទេអ្នកណាស៊ើបដឹងទៅ ពិតជាអត់បានការមែនមនុស្សម្នាក់បែរជារកមិនឃើញសំណាក់ហោឬមួយនាងជាមនុស្សនៅក្នុងគ្រួសារហោ
គ្រួសារហោះមិនអន់មែនដែលជាស្ថិនៅណានឆឹងតាន់សម័យមែនថ្ងៃនេះអញ្ជើញពួកយើងមកបញ្ជាក់ថាអគ្គនាយកហោះផ្ដល់តម្លៃដល់គ្រួសារស៊ូយើង មិនខុសទេអគ្គនាយកហោរកូនស្រី20ឆ្នាំមកហើយជាទីស្គាល់កូនស្រីដូចដែលគេល្បីមែនវ៉ាន់លើកនេះឯងត្រូវតែសាងទំនាក់ទំនងជាមួយនឹងនាងគ្រួសារហោឲ្យបានល្អបើតោងគេបានគ្រួសារយើងនឹងឡើងជាគ្រួសារអភិជនល្បីឈ្មោះបានមួយកម្រិតទៀតជាមិនខាននោះទេ អ្នកនាងគ្រួសារហោះរសាត់អណ្ដែតនៅខាងក្រៅគិតថាក្នុងរង្វង់អ្នកមានគ្មានមិត្តភ័ក្តិអីទេឲ្យតែខ្ញុំរៀកតែបន្តិចច្បាស់ជាចាប់គេបានប៉ាម៉ាក់អ្នកទាំងពីរទុកចិត្តចុះអ្នកនាងគ្រួសារហោះនេះខ្ញុំស្គាល់គេជាមិត្តល្អរបស់ខ្ញុំថ្ងៃនេះគឺគេអញ្ជើញពួកយើងមកចូលរួមពិធីទទួលស្គាល់សាច់ញាតិនេះ មិនចម្លែកទេអូនស្រីឯងនៅតែពូកែអនាគតគ្រួសារយើងគឺពឹងលើឯងហើយមិនដូចស៊ូយ៉ាងស៊ីងម្នាក់នោះទេឡើងទៅរនំមិនរួចមែននៅពេលនេះគេថាមិនទៅកំពុងសុំទានអ្នកណាផងក៏មិនដឹង ស៊ូចានស៊ីងហេតុអីបានទៅនៅទីនេះ បើលោកអាចមកបានហេតុអីខ្ញុំមិនអាចមកបាន បងស្រីពីមុនបងខឹងចោះចេញពីផ្ទះប្រហែលថ្ងៃនេះរស់នៅយ៉ាងម៉េចដែរទៅមិនមែនប្រឡុកលែងបានរកអ្នកមានលុយតោងគេទេដឹងអីបងស្រីមិនក៏មិនចេះស្រឡាញ់ខ្លួនឯងអញ្ចឹងវ៉ាន់និយាយត្រូវថ្ងៃនេះពិធីទទួលស្គាល់សាច់ញាតិរបស់អ្នកនាងគ្រួសារហោះព្រោះវ៉ាន់គ្រួសារពួកយើងទទួលបានការអញ្ជើញនាងចង់តាមលិខិតអញ្ជើញនេះអញ្ចឹងនាងសុំទៅវ៉ាន់ទទួលកំហុសទៅគ្រួសារស៊ូឃើញនាងគូអាណិតថាមិនត្រូវអាចទទួលយកនាងក៏ថាបាន ខ្ញុំមិនត្រូវការពលអ្នកអាណិតទេខ្ញុំមិនដែលមានទម្លាប់សុំទោសទេចាស់តម្រាំស្រីពឹសពុលទៀតនោះ បង ផ្ដេផ្ដាវ៉ាន់ជាមិត្តល្អរបស់គ្រួសារហងឯងទុកថាជាស្អីដែរឯងមើលវ៉ាន់នៅក្នុងក្រុមទៅសុទ្ធតែជាពួកអ្នកមានថ្លៃធ្នូរួចចុះឯងវិញបើមិនមែនពួកចៅម៉ាស៊ីនក៏ពួកយគង់ដែរពិតជាធ្វើគ្រួសារស៊ូយើងនឹងខ្មាស់គេមែនពេលនេះឯងគួរតែត្រឡប់ទៅវិញភ្លាមទៅកុំនៅរៀងវ៉ាន់ហើយនឹងគ្រួសារហងរំលឹកអំពីរឿងចាស់ធ្វើឲ្យគ្រួសាររបស់យើងខ្មាស់គេណា សូវ៉ាន់ជាមិត្តល្អរបស់អ្នកនាងគ្រួសារហោះលោកប្រកាសហើយ បងស្រីខ្ញុំដឹងថាបងមិនជឿតែមានរឿងខ្លាំងគឺបងស្ញប់ស្ញែងមិន មិនបានជឿអត់បានកាយជាមួយគេទេស៊ូចានស៊ីងនាងទៅតែខ្លួនឯងឬមកក៏ឲ្យជើងជួយ ខ្ញុំទៅមិនបានទេព្រោះខ្ញុំជាមិត្តល្អរបស់សូវ៉ាន់ដែលពួកលោកនិយាយអ្នកនាងគ្រួសារហោះ ស៊ូចានស៊ីងនាងទៅតែខ្លួនឯងឬមកក៏ឲ្យជើងជួយ ខ្ញុំទៅមិនបានទេព្រោះខ្ញុំជាមិត្តល្អរបស់សូវ៉ាន់ដែលពួកលោកនិយាយអ្នកនាងគ្រួសារហោះយ៉ាន់ស៊ីង ហើយយ៉ាលោកម្ចាស់ហ្វូលោកមកចូលរួមពិធីទទួលស្គាល់សាច់ញាតិរបស់កូនខ្ញុំបានពិតជាធ្វើឲ្យគ្រួសារហងមានកិត្តិយសខ្លាំងណាស់ អាកានជួហួរច្រើនឆ្នាំមកនេះខ្ញុំមិនសូវបានចេញក្រៅថ្ងៃនេះមកជួបលោកចង់ពិភាក្សារឿងមង្គលការលុបចោលគ្រួសារពូជើងទាំងពីរចៅប្រុសរបស់ខ្ញុំមានអ្នកនៅក្នុងចិត្តហើយខ្ញុំខ្លាចតែធ្វើឲ្យកូនលោកខកចិត្តអាកានជួហួរយល់ដល់មុខខ្ញុំផងទៅ រឿងផ្ដាច់ពាក្យខ្ញុំប្រាប់រួចហើយបើចង់ផ្ដាច់ពាក្យត្រូវមើលលើកូនស្រីខ្ញុំដែរលោកម្ចាស់ខ្ញុំគោរពលោកជាចាស់ទុំម្នាក់ខ្ញុំទុកមកឲ្យលោកហើយលោកនៅតែមិនយល់ទៀតទេហើយសៀវខ្ញុំគោរពលោកជាចាស់ទុំទើបខ្ញុំថយហើយថយទៀតលោកហ៊ាននិយាយបែបនេះដាក់តារបស់ខ្ញុំលោកទុកថាគ្រួសារពួកខ្លាចលោកហើយបិទមាត់ទៅឯងហ៊ានបន្លំខ្លួនធ្វើជានាងគ្រួសារហោនៅណានឆឹងនេះអ្នកណាដែលមិនដឹងថាឯងគឺជាកូនចិញ្ចឹមរបស់គ្រួសារស៊ូយើងឯងចង់សម្លាប់គ្រួសារយើងឯង កូនចិញ្ចឹមគ្រួសារស៊ូពួកលោកទុកខ្ញុំជាមនុស្សគ្រួសារស៊ូពីពេលណាជាង20ឆ្នាំមុននេះខ្ញុំនៅគ្រួសារលោកនៅបន្ទប់មេផ្ទះស្លៀកពាក់ខោអាវដែលស៊ូវ៉ាន់មិនត្រូវការញ៉ាំបាយម្ហូបសាផ្អមរបស់ពួកលោកបោះខ្ញុំទៅជំរំកាយប្រែ5ឆ្នាំមិនសួរមិននាំ
ខ្ញុំត្រូវបង្ខំទៅចេញពីផ្ទះមនុស្សគ្រួសារលោកធ្វើដាក់កូនខ្លួនឯងបែបហ្នឹងមែនទេ គ្រូសាស៊ូធ្វើដាក់កូនចិញ្ចឹមខ្លួនឯងបែបនេះធ្វើឲ្យគេហេរហាចិត្តហើយ ខ្ញុំមើលទៅកូនចិញ្ចឹមមាននិស្ស័យជាងកូនបង្កើតពួកគេផងប្រកាសជាចំណានហើយតែធ្វើដាក់គេបែបហ្នឹងមនុស្សគ្រួសារស៊ូនេះអាក្រក់ពេកហើយមែនទេ ទាំងអស់គ្នាកុំស្ដាប់គេនិយាយផ្ដេសផ្ដាសស៊ូយ៉ាន់ស៊ីងតាំងពីក្មេងក្អេងក្អាងតែងតែធ្វើបាបកូនស្រីខ្ញុំគ្រួសារខ្ញុំដាក់ទោសឯងបន្តិចក៏ដើម្បីឯងល្អដែរ ដើម្បីខ្ញុំល្អពួកអ្នកបានមិនវេក៏ជេរខ្ញុំដែរខ្ញុំរបួសចាស់មិនតាន់ជាផងថែមរបួសថ្មីទៀតជាង20ឆ្នាំមកនេះលើខ្លួនខ្ញុំសិតតែស្នាមរបួសឬមួយនេះក៏ដើម្បីខ្ញុំល្អដែរ គ្រូសាស៊ូមួយថ្ងៃវាជេរកូនចិញ្ចឹមដូចជាសត្វដេរឆានពេ មិន កហើ ចម្លែ យ កទេអ្នកនាងម្នាក់នេះត្រូវបង្ខំឲ្យចេញពីផ្ទះមនុស្សគ្រួសារស៊ូពិតជាសម្បកចចកមែន និយាយតែផ្ដាស់គ្រួសារស៊ូវាយឯងពីពេលណាជេរឯងពីកាលទោះបីជាយូរម្ដងដាក់ទោសឯងខ្លះនោះក៏ដើម្បីបង្រៀនឯងឲ្យល្អដែរមិនបានជាឯងមិនយល់ចិត្តពួកយើងដែលជាឪពុកម្ដាយរបស់ឯងចឹង បងស្រីខ្ញុំដឹងបងស្អប់ខ្ញុំចែកយកក្តីស្រឡាញ់ពីប៉ាម៉ាក់តែបងក៏មិនអាចនៅមុខមនុស្សច្រើនយ៉ាងនឹងមកបង្កាច់គេឈ្មោះគ្រួសារស៊ូយើងនោះទេ មែនហើយស៊ូចានស៊ីងឯងជុំទៅជិបរៀបដាទៀតទៅស្នាមរបួសផងបើគ្រាន់បើនៅពីនេះដល់ក្រៅទៅឲ្យអ្នកទាំងអស់គ្នាបានឃើញដោះទៅដោះទៅ នេះក្មេងស្រីនេះរងទុកចំណាទៅដាច់ដៃហើយក៏នៅរងទុកក្នុងគ្រួសារស៊ូទៀត ពិតជាហួសហេតុពេកហើយមនុស្សគ្រួសារស៊ូជាសត្វអេរឆាន មែនហើយ មែនហើយមែនហើយ គ្រួសារនេះនិរឆានមែន ប៉ាម៉ាក់តានេះយ៉ាងម៉េចវិញ ឬមួយស៊ូយ៉ាន់ស៊ីងត្រូវដាច់ដៃពេលនៅក្នុងជំរំមិនធ្លាប់ឮគេនិយាយទេ សមមុខនេះហើយបើមិនចេះគោរពច្បាប់គេមិននឹងអាចវាយបំបាក់ដៃរបស់នាងទៅ ប៉ាម៉ាក់ដៃគេដាច់របៀបណាមិនសំខាន់ទេសំខាន់គឺត្រូវលុបចោលការប៉ះពាល់មិនអញ្ចឹងបើអគ្គនាយកហួរនៅនាងហួរមើលឃើញគេឈ្មោះគ្រួសារយើងចាប់មិនខាន ត្រូវហើយគ្រប់គ្នានេះគឺជាការយល់ច្រឡំតែប៉ុណ្ណោះប្រហែលឆ្នាំនេះគ្រួសាររបស់ខ្ញុំមិនដែលប្រកាន់នាងជាជនពិការនោះទេតែមិននឹកស្មានថានាងយកគុណសងទោសមូលបង្កាច់គ្រួសាររបស់ខ្ញុំគ្រប់ទីកន្លែងនាងពិតជាអាក្រក់ខ្លាំងណាស់មិនដឹងគុណគ្រួសាររបស់ខ្ញុំទាល់តែសោះហើយនាងគឺជាមនុស្សរមើលគុណនិយាយបែបហ្នឹងគ្រួសារស៊ូក៏មានចិត្តល្អដែរតា ស៊ូខុនលោកនៅមុខមហាជនកន្លះសតែជាខ្មៅលោកនេះជាខ្មៅឬ ចេះ ក៏អ ខ្មា ត់ គឺបងស្រីបងមួយបង្កាច់គ្រួសារស៊ូក៏ហីចុះនៅមិនចេះខ្មាទៀតថាខ្លួនអញជានាងគ្រួសារហួរទាំងអស់គ្នាមើលទៅគ្រួសារហួរមានអ្នកនាងជាមនុស្សពិការបែបហ្នឹងដែរហ៎ មិនដែលឮថាអ្នកនាងគ្រូសាហួរគឺជាជនពិការនោះទេហ៊ានមកបន្លំធ្វើជាអ្នកនាងគ្រូសាហួរគឺពិតជាមិនដឹងស្រាប់ ព្រោះពួកយើងដេកត្រូវសម្បកក្រៅស្លូតបោរបស់នាងកុហកបាន ហេតុបន្លំធ្វើជានាងគ្រួសារហោះដេញនាងចេញទៅកុំឲ្យប្រឡាក់ភ្នែករបស់គ្រួសារហោះឲ្យសោះ មែនហើយមែនហើយដេញនាងចេញទៅ ពួកឯងលែងខ្ញុំទៅខ្ញុំជាអ្នកនាងគ្រួសារហួរមែនពួកឯងលែងខ្ញុំទៅស៊ូខុនស៊ូវ៉ាន់វ៉ាន់ចាំប៉ាខ្ញុំមកដល់គ្រួសារពួកឯងស្លាប់មិនស្រួលទេ ឡាប់មិនស្រួលទេស្រីថោកទាបឯងហ៊ានប្រមាថមុខមាត់គ្រួសាររបស់យើងផងឯងថ្ងៃនេះយើងនឹងវាយស្រីថោកទាបឯងឲ្យស្លាប់នៅចំពោះមុខមហាជនកុំឲ្យនាំទុកដល់គ្រួសាររបស់យើងងាប់ទៅស្រីថោកទាបស្លាប់ទៅ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 យើងនឹងវាយឯងឲ្យងាប់ អាកានជូហួងថ្ងៃនេះគឺជាថ្ងៃទទួលស្គាល់គុណស្រីក៏ជាថ្ងៃមង្គលដែរតាមខ្ញុំមើលទៅពួកយើងគួរតែថយម្នាក់មួយជំហានទៅជួបគុណស្រីលោកវិញទៅដើម្បីចរចាតើគឺនឹងគិតបែបណា ល្អខ្ញុំទុកមុខឲ្យលោកម្ចាស់ទៅចុះគ្រប់យ៉ាងចាំជួបកូនស្រីរបស់ខ្ញុំហើយចាំនិយាយទៀតវាយស្រីថោកទៀតឲ្យងាប់វាយនេះឲ្យស្លាប់ស្លាប់ទៅវាយនេះឲ្យស្លាប់ឈប់ភ្លាម
យ៉ាន់ស៊ីយ៉ាន់ស៊ី ប៉ា គឺនាងយ៉ាន់ស៊ី ពិតជាប៉ានាងពិតមែននាងពិតជាអ្នកនាងគ្រូសាហួរមែន អ្នកណាជាអ្នកធ្វើអ្នកណាជាអ្នកធ្វើគឺនាង អ្នកប្រុសមនុស្សដែលអ្នកប្រុសចង់រករកឃើញហើយ នាងនៅណាឆាប់នាំខ្ញុំទៅជួបនាង ឥឡូវសម័យឯងចង់ទៅណា លោកតាឬផ្ដាច់ពីបកគលឲ្យលោកតាហើយខ្ញុំទៅរកចាស់ភាសាសិន លោកជាលោកពូហួរសួស្ដីខ្ញុំជាមិត្តល្អរបស់អ្នកនាងហួរខ្ញុំឈ្មោះស៊ូវ៉ាន់វ៉ាន់ ជាមិត្តល្អរបស់កូនយើង មែននេះជាបងចិញ្ចឹមខ្ញុំប្រហែលថ្ងៃមុនត្រូវដេញចេញពីគ្រួសារស៊ូគ្មានកន្លែងទៅបែរជាមកអុកឡុកនៅកន្លែងពិធីទទួលស្គាល់អ្នកនាងហួរហើយបន្លំធ្វើជាអ្នកនាងហួរទៀតពួកខ្ញុំកំពុងបញ្ចេញកំហឹងជួនអ្នកនាងហួរ បន្លំខ្លួនជាកូនស្រីយើងហ៎ មែនហើយលោកពូបងស្រីខ្ញុំស៊ូចាន់ស៊ីងចេះខុសតាំងពីនៅក្មេងបើកុំតែយ៉ាងនឹងប៉ាម៉ាក់ខ្ញុំក៏មិនដាច់គេចេញពីផ្ទះដែរសំណាងដែលប៉ុនហើយនឹងអ្នកនាងហួងគឺជាមិត្តល្អនឹងគ្នាទើបអាចបោះអាក្រាតគេបាន ពូហួរនេះគឺប៉ាខ្ញុំគាត់បានបដៅបងស្រីខ្លាំងៗហើយធានាថាមិនឲ្យបងស្រីនៅទីនេះបង្ករឿងទៀតទេ លោកម្ចាស់ហោសួស្ដីខ្ញុំឈ្មោះស៊ូខុនសូមទោសផងមកពីខ្ញុំធម្មតាចិត្តល្អដាក់កូនចិញ្ចឹមខ្លាំងពេកទើបបានជាទម្រើសនេះខូចបែបនេះមកអុកលោកមិនរើសទីកន្លែងសង្ឃឹមថាលោកចិត្តទូលាយលើកនេះលើកលែងឲ្យនាងផងទៅដូច្នេះហើយមានន័យថាលោកជាអ្នកវាយនាងអើមែនហើយតែលោកម្ចាស់ហោរឿងប៉ុណ្ណឹងគឺកុំទុកនៅក្នុងចិត្តអីក្នុងនាមជាឪពុកអប់រំកូនវាគឺជារឿងធម្មតានោះទេលោកក៏ជាឪពុករបស់គេដែរលោកគួរតែយល់ហើយ លោកប្តី ប៉ា ស៊ូខុនពេលនេះឯងក៏ត្រូវវាយដែរឯងអាចយល់ពីស៊ីងស៊ីងដែរទេស៊ីងស៊ីងហោអ៊ីនស៊ីលស្គាល់យ៉ាងស៊ីងលោកម្ចាស់ហោលោកចង់មានន័យយ៉ាងម៉េចនៅសុកបានជាមកវាយខ្ញុំបែបនេះ លោកម្ចាស់ហួរអុកឡុកពិធីលោកជាកូនចិញ្ចឹមពួកខ្ញុំទោះលោកជាមេបកសម្ព័ន្ធក៏លោកមិនអាចវាយគេផ្ដេសផ្ដាសដែរ នាងទុកជាស្អីដែរអូនសម្លាញ់យើងវាយឯងគឺព្រោះតែឯងធ្វើបាបកូនយើងវាយឯងគឺវាស្រាលពេក គ្រូសាហួងគឺផ្ដោតសំខាន់ដល់កូនស្រីដែលបានទៅច្រើនឆ្នាំគ្រូសាស៊ូហ៊ានមកករឿងនៅក្នុងពិធីទទួលស្គាល់អ្នកនាងហួងដែលជាសាច់ញាតិពេលនេះធ្វើបាបខ្លួនឯង មនុស្ស ហើយ គ្រួសារស៊ូប៉ះពាល់ដល់ហោអិនស៊ីលលើកនេះវេទនាហើយ លោកម្ចាស់ហួងសតតែពូនស្រីខ្ញុំជាអ្នកបង្កឡើងគឺមិនដឹងថាមិនដេកខ្ពស់ប៉ុណ្ណាប៉ាម៉ាក់ខ្ញុំបដាគេទើបធ្វើឲ្យពិធីរញ៉េរញ៉ៃបែបនេះតែគ្មានចំណុចធ្វើបាបអ្នកនាងហួងនោះទេណាសូមជួបផងទៅ ត្រូវឲ្យពូហួរខ្ញុំនឹងអ្នកនាងហួរជាមិត្តល្អពួកខ្ញុំដូចបងប្អូនអញ្ចឹងខ្ញុំមិនអាចទ្រាំឲ្យយ៉ាន់ស៊ីងជាកូនចិញ្ចឹមថប់ទីបនេះបន្លំជាអ្នកនាងហួរទេស៊ូយ៉ាន់ស៊ីងមិនត្រឹមមិនទទួលកំហុសនៅតមាត់ប៉ាម៉ាក់ទៀតទើបបង្ខំឲ្យប៉ាមិនអាចមិនបដៅគេនៅមុខមហាជនបានសូមពូយល់ដល់មុខខ្ញុំកុំខឹងអី ឯងទុកជាស្អីដែរចូលមកលូកមាត់ដែរទុកមុខឲ្យនាងមុខស្អីទៅគឺមុខក្រាស់ជាងជាងមួយនេះមែនទេ ឬថាគាត់សម្រាប់នោះមិនប្រព្រឹត្តភ្នែកនោះទេហើយជួយកាប់បិទជាទីស្រឡាញ់របស់គាត់មកទៀតកាំបាត់នេះគឺជារបស់សុទ្ធតែ អញ្ចឹងពេលនេះគាត់យកកំបិតចេញមកធ្វើអីឬមួយចង់សម្លាប់មនុស្សមកគេឯងនេះថ្លាមធំពេលមេឃទេដឹង គ្រប់គ្នាបន្តមកទៀតនេះខ្ញុំសូមដោះស្រាយរឿងផ្ទាល់ខ្លួនខ្លះមានអ្នកណាចង់នៅមើលទេ អាណិតហួរពិធីរបស់លោកហើយដែលបានជ្រាបចុំបែបនេះស្ដេចជុំរិចនៅចាងឆឹងអាក្រក់ពេកហើយទីដឹង លោកម្ចាស់ហ្វូមើលភាពអ៊ូអរឆ្អែតហើយលោកក៏ចង់ចូលមកសាកស្លាប់ដែរ ញ៉ាំអបលច្រើនជាលោកដើរតាមផ្លូវលោកស្មានថាខ្ញុំខ្លាចលោកឯង កុំឆេឆាវ ស៊ីងទុកចិត្តចុះប៉ាចេះគិតហើយចាំប៉ាដោះស្រាយជាមួយនឹងពួកស្អុយរលួយទាំងនេះប៉ានឹងនាំឯងទៅផ្ទះវិញ ប៉ាបញ្ជាជាមួយ ជាមួយនឹងពួកស្អុយរលួយទាំងនេះប៉ានឹងនាំឯងទៅផ្ទះវិញ បញ្ជាជាមួយពួកគេខ្ញុំចង់ជំរះខ្លួនឯង ជំរឿបញ្ជី
ស៊ូយ៉ាន់ស៊ីងយើងចិញ្ចឹមឯងធំប៉ុណ្ណឹងឯងចង់រយយើងជំរាបបញ្ជីមនសិការឯងឆ្កែស៊ីអស់ហើយ លោកមិនសមនិយាយមនសិការជាមួយខ្ញុំទេលោកស៊ូរំខានលោកយល់ឲ្យច្បាស់ខ្ញុំនៅគ្រួសារស៊ូច្រើនឆ្នាំលុយចាយគ្រប់សេនសងលោកអស់ហើយ ស៊ូយ៉ាន់ស៊ីងអញនិយាយមិនត្រូវទេលុយអាចសងបានគុណចិញ្ចឹមឯងសងយ៉ាងម៉េចប៉ាម៉ាក់តឹងរឹងដាក់ឯងក៏ស្អប់ពួកយើងឯងត្រូវយល់ណាប៉ាម៉ាក់ជេរស្ដីឯងគឺចង់ឲ្យឯងល្អនេះគឺស្រឡាញ់ឯង គ្រួសារស៊ូពិតជាផ្ដេសផ្ដាស់មែនម្នាក់មិនចេះគិតជាងម្នាក់យើងតែពួកឯងឲ្យបាក់ថ្មិញ លោកម្ចាស់ហួរទោះបីជាថ្ងៃនេះគ្រូសាស៊ូប៉ះពាល់លោកតែស៊ូយ៉ាន់ស៊ីងទោះបីជាយ៉ាងណាក៏ជាមនុស្សគ្រូសាខ្ញុំដែរប៉ាម៉ាក់ខ្ញុំបដៅគេលោកមានអំណាចពីសមេឃក៏គ្មានសិទ្ធលោកដៃក្នុងគ្រូសាខ្ញុំដែរ រឿងអាក្រក់របស់គ្រួសារឯងយើងមិនខ្វល់នោះទេក៏ប៉ុន្តែឲ្យតែមានយើងនៅពួកឯងគុំសង្ឃឹមចង់ប៉ះពាល់ស៊ីងរបស់យើងមួយចុងកញ្ចក់ទៀតឲ្យសោះស៊ីងពួកលោកស្គាល់គ្នាលោកហើយនឹងនាងតើមានទំនាក់ទំនងអីដែរទៅ មិនពាក់ព័ន្ធនឹងលោកទេ បងស្រីមិនក៏បងនិយាយអញ្ចឹងដាក់ប៉ាប្រហែលថ្ងៃនេះបងអត់ទៅផ្ទះវិញប៉ាម៉ាក់បារម្ភពីបងណាមិនស្មានថាបងនៅជាមួយពូហោះសោះ ស៊ូយ៉ាន់ស៊ីងអាយុហួរអ៊ីនស៊ីវគឺសបានប៉ាជើងឯងទើបអាយុ18ឆ្នាំមិនចេះខ្មាស់គេទេ អញ្ចឹងតាបានជាឯងរឹងចង់ផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារយើងការពិតឯងតង់លោកម្ចាស់ហោះហើយស៊ូយ៉ាន់ស៊ីងប្រហែលឆ្នាំនេះឯងនៅបរទេសឯងធ្លាក់ខ្លួនខ្លាចជាបែបនេះហើយហ៎ លើថាហុងអ៊ីនស៊ីវគឺមានមិត្តស្រីស្អាតម្នាក់ឬមួយក៏ជានឹងល្អិតនេះហុងអ៊ីនស៊ីវតាកញ្ចាស់នេះគូចាស់ស៊ីស្មៅខ្ចីមិនចេះខ្មាស់គេ ស្រីថោកទាបពិតជាមិនចម្លែកនោះទេសូម្បីតែឪពុកបង្កើតឯងក៏មិនត្រូវការឯងដែរមុខមាត់គ្រួសារស៊ូត្រូវឯងធ្វើបាក់អស់ហើយយើងស្ដាយក្រោយណាស់ដែលយកឯងមកបរទេសវិញអាចไร ហោះអិនស៊ីវអរគុណប៉ាព្រមការពារខ្ញុំជាតិនេះបានទទួលស្គាល់ជាមួយប៉ាវិញពិតជាល្អណាស់ សូខុនឯងនឹងហ៊ានលើកដៃវាយស៊ីងនៅចំពោះមុខរបស់យើងទៀតទេឯងទុកសម្ដីយើងជាខ្យល់អត់បានការមែនទេ លោកម្ចាស់ហោះលោកចង់ធ្វើអី គេសម្លាប់នោះមិនប្រព្រឹត្តភ្នែកគេចង់សម្លាប់ប៉ាទៀតហ្នឹង ហោះអ៊ីនស៊ីវនៅចាំងឆឹងដៃម្ខាងបាំងមេឃបើគេសម្លាប់ប៉ាឯងគ្មាននរណាអាចធ្វើអីគេបានទេវ៉ាន់ក្រែងឯងជាមិត្តល្អរបស់នាងហោះឯងរកមកជួបបាយទៅអញមិនអាចមើលហោះអ៊ីនស៊ីវសម្លាប់ប៉ាឯងទេណាខ្ញុំ ស៊ឺវ៉ាន់ម៉ែក៏ឯងមិននិយាយទៅយើងពិតជាឆ្ងល់ខ្លាំងណាស់មិនល្អរបស់នាងអ្នកនាងហោះតែណាបាត់ហើយ នាងប្រហែលជាមានរឿងអីមកជឿហើយបងស្រីប៉ាល្អដាក់បងណាយល់ល្អបងវ៉ាពូហត់ទៅពូហត់ការពារបងចឹងនឹងបងនិយាយគាត់ប្រកាសជាស្ដាប់បងក៏មិនចង់ឃើញប៉ាមានរឿងដែរត្រូវទេ ស៊ីងជួយប៉ាផងទៅប៉ាទនីថាថ្ងៃក្រោយប៉ាលេងវាយឯងទៀតហើយឲ្យតែឯងវល់លោកម្ចាស់ហោះថ្ងៃក្រោយឯងចង់នៅជាមួយអ្នកណាក៏នៅជាមួយអ្នកនឹងទៅប៉ាជុំរវល់ជាមួយឯងទៀតហើយប៉ាសុំវល់ណា ពួកគេចិត្តមុនធ្វើឲ្យខ្ញុំវេទនាណាស់ហេតុអីឃើញសុខុនបែបហ្នឹងខ្ញុំនៅតែពិបាកចិត្ត យើងពិតជាឆ្ងល់មែនទែនមុខអគ្គនាយកស៊ូតើធ្វើអំពីអ្វីដែរទៅយើងកាត់មើលល្អទេស៊ូយ៉ានស៊ីងឬមួយក៏ឯងព្រមឃើញយើងស្លាប់អញ្ចឹងឯងមិនត្រឹមតែក្បត់ខ្លួនឯងទេឲ្យលោកម្ចាស់ហោចិញ្ចឹមឯងហើយឲ្យម្ចាស់របស់ឯងមកធ្វើដាក់ឪពុករបស់ឯងអញ្ចឹងបើដឹងថាឯងរមើលគុណបែបនេះយើងមិនគួរយកឯងមកចិញ្ចឹមទេគួរតែមើលខំមកអើយ ទោះជាលោកស្ដាយក្រោយយ៉ាងណាក៏យឺតពេលដែរត្រឡប់ទៅពីមុនលេងបានហើយ គ្រួសាររបស់ពួកឯងនេះមិនត្រឹមតែម្នាក់មិនចេះខ្មាស់ជាងម្នាក់ទេម្នាក់ក៏ចិត្តកខ្វក់ជាងម្នាក់ដែរបើភ្នែកឆ្កែរបស់ពួកឯងមើលធំទៅមើលឲ្យបានច្បាស់កូនបង្ការរបស់យើងគឺហោះអ៊ីនស៊ីវម្នាក់នេះនាងគឺជាអ្នកដែលបាត់ទៅច្រើនឆ្នាំនឹងហើយនាងជាកូនស្រីយើងលោកយាយអី នេះមិនអាចទៅគេមិនអាចជានាងហត់ទៅគេជាមនុស្សអត់បានការគ្មានអ្នកត្រូវការ ឯងធ្វើយើងអស់ទ្រាំម្ដងហើយម្ដងទៀតការអត់ធ្មត់របស់យើងគឺមានដែនកំណត់នាងហ៊ាននៅចំពោះមុខយើងនិយាយថាកូនយើងគ្មានអ្នកត្រូវការហើយឲ្យនាងរស់ពិបាកជាងស្លាប់ទៅទៀតមែនទេ លោកម្ចាស់ហោះវ៉ាន់គ្មានចិត្តប៉ះពាល់លោកទេលោកយល់ខុសទេដឹងស៊ូយ៉ាន់ស៊ីងចូលគ្រូសាខ្ញុំតាំងពីតូចមិនអាចជាកូនបង្កើតលោកទៅ មែនហើយច្បាស់ជាយល់ខុសវ៉ាន់ក្រែងឯងថាអ្នកនាងហងគឺជាមិត្តល្អរបស់ឯងឆាប់ហៅគេមកឆាប់បោះក្រាត់គេទៅឲ្យឆាប់ឡើង ជាល្ងងមែនបើខ្ញុំស្គាល់នាងហោះមែនហៅយូរហើយចាប់បាច់បោះប្រាប់ ស៊ឺអេឈិនខ្ញុំឆ្ងល់មែនតើថាតែខួរក្បាលលោកមិនល្អសរសៃក្បាលរួញពឹងលើអ្វីទៅធំពឹងលើញ៉ាំនំស៊ូវ៉ាន់គូមែនទេ សុំទូណាខ្ញុំទុកមិនជាប់
នាងឡាននេះមើលទៅខ្សោយប៉ុន្តែមិនស្មានថាជាអាក្រក់ណាស់សំណាងឲ្យតែចៅប្រុសខ្ញុំមិនមើលឃើញនាងនោះ អាឡិនកុំបញ្ញាប់លូតចេញមកចាំយើងចាត់ការរបស់ឯងហើយសិនចាំដល់វេនឯងណាលំចាស់ហោកុំអីហើយកុំអីឯងអត់បានការមែនមនុស្សដូចជាឯងនេះមិនសមធ្វើជាឪពុកកាន់តែមិនសមឲ្យយើងចាត់ការទី ខ្ញុំដឹងខុសហើយ អញ្ចឹងអ្នកនិយាយមើលខុសត្រង់ណា ដំបងខ្ញុំមិនគួរមួតបង្កាច់ថាបងរបស់ខ្ញុំទេខ្ញុំមិនគួរដុតភ្លើងមួតបង្កាច់បងដែរខ្ញុំដឹងខុសទាំងអស់ខ្ញុំសុំវល់យកដល់ពួកយើងជាបងប្អូនច្រើនឆ្នាំបងលើកលែងខ្ញុំទៅបានទេ វ៉ាន់ឯងនឹងជាប្រៀបដាស់អីគឺគម្រាមឯងមែនទេឯងកំខ្លាចអីឲ្យតែមានបងនៅគ្មានអ្នកណាធ្វើបាបឯងទេ បាត់មកទេបងអត់បានការគ្រាន់តែជាកូនចិញ្ចឹមរបស់គ្រូសាស៊ូអាចការពារស្អីខ្ញុំបានម្យ៉ាងទៀតខ្ញុំមិនមាននិយាយផ្ដេសផ្ដាស់ទេគ្រាន់តែពួកបងល្ងងពេកឲ្យតែខ្ញុំជុំម្ញាក់ញាក់ពួកបងជឿទាំងអស់ ស៊ូវ៉ាន់ឯងជាកូនកតញ្ញូឯងហ៊ានកុហកពួកយើងប្រើប្រាស់ពួកយើងមកធ្វើបាបស៊ីងនឹងមានអូនទៀតនេះជាកូនដែលអូនបដៅហើយ ស៊ូខុនបងចេះតែយកវ៉ាន់ប្រៀបជាមួយយ៉ាន់ស៊ីងស៊ូយ៉ាន់ស៊ីងពូកែតាំងពីតូចអ្វីក៏នាងចេះវ៉ាន់ជាពូជបងនាងកាត់តាមបងហើយខួរក្បាលបងយ៉ាងម៉េចបងមិនដឹងខ្លួនទេហ៎ សឺខុនលោកគូអាណិតណាដល់ពេលនេះមិនដឹងថាខ្លួនឯងខុសទេ បងស្រីបងយល់ដល់ខ្ញុំមានទុកបងដោះលែងខ្ញុំទៅនៅមានទៀតរឿងអស់នោះគឺម៉ាក់ខ្ញុំបង្រៀនខ្ញុំទេកាលនោះខ្ញុំនៅតូចខ្ញុំមិនអាចមិនស្ដាប់គាត់ទេទោះជាឲ្យខ្ញុំមានថ្លើម100ក៏ខ្ញុំមិនហ៊ានដុតភ្លើងធ្វើបាបបងដែរស៊ូវ៉ាន់ស្រីថប់ទៀតយើងជាម្ដាយបង្កើតឯងយើងគឺដើម្បីឯងល្អឯងបែរជាយកគុណសងទោសក្បត់យើងម្ដាយបង្កើតតែយ៉ាងម៉េចបើមិនមែនម៉ាក់ខ្ញុំនឹងបងស្រីមិនខ្លាចជាបែបនេះបើម៉ាក់ដើម្បីខ្ញុំល្អមិនកំណត់ទុកដល់ខ្ញុំស្រីថប់ទៀតយើងវាយអញឲ្យស្លាប់យើងវាយអញឲ្យស្លាប់ ពិតជាល្អមើលមែនទែនឆ្កែខំឆ្កែល្អមើលមែនទែន អញក្បត់យើងមីកូនក្បត់ ឯងចាត់ការពួកគេយ៉ាងម៉េច បំបាយពួកគេ ឯងស្រីចង្រៃ ស៊ីងសុទ្ធតែជាកំហុសរបស់ប៉ាសូមឯងលើកលែងឲ្យប៉ាបានទេលើកលែងឲ្យគ្រូសាស៊ូទៅថ្ងៃក្រោយប៉ាធានាថានឹងធ្វើល្អដាក់ឯងទ្វេដងឈប់ឲ្យអ្នកផ្សេងធ្វើបាបឯងទៀតហើយ ល្អដាក់ខ្ញុំឯងលោកធ្វើល្អដាក់ខ្ញុំគឺបញ្ជូនខ្ញុំទៅបរទេសធ្វើឲ្យខ្ញុំត្រូវដាច់ដៃមកខាងបែបនេះ ស៊ីងប៉ាមិនដឹងថាទៅជាបែបនេះទេបើប៉ាឆាប់ដឹងទេ បានលោកឆាប់ដឹងលោកនៅតែជ្រើសរើសដូចគ្នាដដែលជំរឿរបស់លោកមានតែមានប្រយោជន៍ចំពោះលោកទោះជាលោកដឹងថាគ្រប់យ៉ាងសុទ្ធតែស៊ូវ៉ាន់ធ្វើលោកនៅតែចង់ការពារនាងដដែល ឬឯងពិតជាចង់ឲ្យគ្រូសាស៊ូស្លាប់មែនមិនថាយ៉ាងណាទេគ្រូសាស៊ូចិញ្ចឹមឯង20ឆ្នាំឬមួយឯងមិនគិតដល់មនុស្សសញ្ចេតនាពួយជាងទេ លោកកុំយកគុណធម៌មកចង់ខ្ញុំពួកលោកមិនដែលទុកខ្ញុំជាសាច់ញាតិមួយថ្ងៃទេហើយនៅតែនិយាយមនុស្សសញ្ចេតនាផេះ គ្រូ អី សាស៊ូរបស់ពួកឯងការពិតមិនសមទទួលបានការលើកលែងទោសពីស៊ីងទេចាប់ពីថ្ងៃនេះទៅគ្រូសាពួកយើងនឹងបិទផ្លូវគ្រូសាស៊ូពួកឯងពីថ្ងៃនេះតទៅកុំគិតថាចង់យកបានការរស់ស៊ីអ្វីទាំងអស់កាន់តែមិនបាច់និយាយដល់ការសហការនិងការគ្រប់គ្រងទៀតចប់ហើយចប់អស់ហើយលើកនេះគ្រូសាយើងត្រូវខ្សែធនហើយ គ្រូសាស៊ូខ្សែធនខ្ញុំមិនអត់លុយហើយហ៎មិនបានទេបងស្រីខ្ញុំដឹងខុសហើយខ្ញុំមិនអាចគ្មានលុយទេខ្ញុំសុំវល់បងដោះលែងពួកខ្ញុំទៅស៊ីងម៉ាក់ដឹងខុសហើយលើកលែងឲ្យម៉ាក់ទៅ ឡងខ្លាំងណាស់បោះពួកគេចេញទៅស៊ីងលោកម្ចាស់ហោឲ្យឱកាសខ្ញុំម្ដងទៅលោកម្ចាស់ហោលោកម្ចាស់ហ្វូភាពអ៊ូអមមើលមិនទាន់ចាស់ អាឡិតហងកូនស្រីរបស់លោកកាត់ទៅលោកប៉ុន្មានភាគរយដែរបើគុំតែជើងស៊ូមានមនុស្សនៅក្នុងចិត្តខ្ញុំច្បាស់ជាមិនព្រមឲ្យគេផ្ដាច់ពាក្យជាមួយគ្រូសាលោកឡើយ កុំនិយាយសម្ដីដូចជាល្អអីសរុបទៅកូនស្រីខ្ញុំមិនព្រមផ្ដាច់ពាក្យទេលោកទៅវិញលាងសម្អាតចៅរបស់លោកឲ្យបានស្អាតបញ្ជូនមកឲ្យខ្ញុំមិនព្រមផ្ដាច់ពាក្យដាច់ខាតលោកទៅវិញលាងសម្អាតចៅរបស់លោកឲ្យបានស្អាតហើយបញ្ជូនមកឲ្យខ្ញុំស៊ីងលោកម្ចាស់ហ្វូជាប្រមុខគ្រួសារហ្វូគ្រួសារទាំងពីររាប់អានគ្នាពេលឯងនៅតូចហើយចៅប្រុសរបស់គាត់ហ្វូយៀនស៊ីវបានភ្ជាប់ពាក្យជាមួយនឹងឯងទៅហើយរឿងមង្គលការនេះឯងគិតយ៉ាងម៉េចថាទៅមើល ខ្ញុំបែបនេះគ្រួសារហ្វូមានមុខមាត់ខ្លាចតែរើសអើងខ្ញុំទេខ្ញុំនឹងហ្វូយិនស៊ីវមិនដែលជួបមុខគ្នាទេគេក៏គ្មានចម្ពាក់អ្វីខ្ញុំដែរចាំបាច់នាំទុកដល់គេធ្វើអី យ៉ាន់ស៊ីងមើលទៅឆ្លាតស្អាតមនុស្សស្មាតថាគឺជាមនុស្សពូកែគ្រូសាហមមិនឡាយពេលមិនព្រមផ្ដាច់ពាក្យមិនមែនចង់តង់ចៅប្រុសខ្ញុំទេដឹងមិនបាទខ្ញុំមិនជួបព្រមឲ្យគ្រូសាហមប្រមាថគ្រូសាខ្ញុំទេ
អ្នកនាងហួងនាងហើយនឹងជិនស៊ូគឺមិនអាចជួបគ្នាឡើយមិនចាំបាច់នឹងជឿដល់មនុស្សសញ្ចេតនាបើសិនជានាងផ្ដាច់ពីគ្រូសាពូជឹងទាំងពីរអាចបន្តសហការគ្នាបានប៉ុន្តែបើនៅឯអង្គមិនព្រមផ្ដាច់ពីនោះអញ្ចឹងខ្ញុំមានមូលហេតុសង្ស័យថានាងចង់តង់គ្រូសារបស់ខ្ញុំហើយ តាកញ្ចាស់លោកហ៊ាននៅចំពោះមុខខ្ញុំប្រមាថកូនស្រីខ្ញុំផងលោកពិតជាស្មានថាខ្ញុំមិនហ៊ានប៉ះពាល់លោក ហោអិនសៀខ្វល់ពីខ្ញុំយ៉ាងនេះប្រហែលមើលមុខគ្នាមិនចាំមែនហើយដល់ពេលនោះប៉ះពាល់ដល់មនុស្សសញ្ចេតនាគ្រួសារទាំងពីរគ្មានប្រយោជន៍ល្អអ្វីសម្រាប់ខ្ញុំទេមង្គលការនេះមិនសំខាន់ទេមិនមានក៏បានលោកតាហ្វឹងឃើញលោកបែបនេះគឺបានសម្រេចចិត្តផ្ដាច់ពាក្យឲ្យត្រូវទេបើខ្ញុំទេមិនខុសលោកក៏ចង់នៅថ្ងៃពិធីទទួលសាច់ញាតិរបស់ខ្ញុំថ្ងៃនេះផ្ដាច់ពាក្យមុខគេបង្ខំឲ្យខ្ញុំសម្រួលខ្ញុំនិយាយត្រូវទេ ក្មេងសោះហេតុអីក៏មានចរិតខ្លាំងម្ល៉េះសឹងតែខ្ញុំគិតថានាងមានសម្ពាធដោយសាររឿងនេះគ្រូសាហុងខំមង្គលការនេះមិនលែងខ្ញុំគ្មានមធ្យោបាយទេទើបបានជ្រើសយកវិធីនេះក៏មកទុកខ្ញុំអី អាងខ្លួនឯងចាស់ហ្វុយចាស់មិនគួរឲ្យគោរពចេះតែធ្វើបាបស៊ីង លោកតាហ្វូខ្ញុំប្រឹងផ្ដាច់ពាក្យបានតែដោយសារគ្រួសារហ្វូក្បត់សន្យាមុនដើមឡើយគ្រួសារហ្វូលោកធ្វើមិនសមហើយចៅលោកសំបីមុខក៏មិនលិចពិតជាខ្វះការគោរពខ្លួនឯងមែន ថ្ងៃនេះមុខតាចាររបស់ខ្ញុំគឺបាក់អស់ហើយអានអត់សម័យនោះក៏ហកខ្ញុំត្រូវតែពីបំបាក់ជើងគីទៅបាននាងលិតនាងនេះជឿគឺសំហេតុផលដែរចៅប្រុសរបស់ខ្ញុំគឺពិតជាមានរឿងមិនទាន់ត្រូវដោះស្រាយថ្ងៃក្រោយខ្ញុំនឹងឲ្យគឺសុំទូនាងដែរផ្ទាល់ អញ្ចឹងក៏បានអញ្ចឹងចាំចៅលោកដោះស្រាយរឿងបន្ទាន់ខ្លួនឯងរួចចាំតែរកខ្ញុំពិភាក្សារឿងផ្ដាច់ពាក្យប៉ាពួកយើងទៅ ណែបងស្រីយប់ហើយម្នាក់ឯងទេហើយចង់ចាញ់ទៅលេងជាមួយនឹងបងដែរទេ ម៉ាមិនចង់ស្លាប់ទេឆាប់ចេញពីទីនេះទៅ ហួយ បងចូលចិត្តស្រីខ្លាំងបែបនេះចូលចិត្តមែនទែន ៗបងស្រីពួកបងមិនមែនជាមនុស្សអាក្រក់ទេពួកបងគ្រាន់តែចង់កំដរអូនផឹកមួយកែវតែប៉ុណ្ណោះតែ ឯងជឿណាទីបបាញ់រឿងល្អរបស់ជើងហ្វុកណែទៅល្អពូជើងទៅព្រាមតោះឲ្យលឿន គឺគី កូនស្រីខ្ញុំកាត់តាមខ្ញុំធ្វើរឿងដាច់ស្រេចធ្វើបានល្អណាស់ នាងល្អិតនេះចង់ឆ្លាតបាទចង់បានរូបរាងក៏បានរូបរាងដែរនៅជិះសមហេតុផលណាស់ធ្វើការមានល្បិចមិនចាញ់ឲ្យពួកគេនោះឡើយបើគុំតែពីការទោះបីជាចៅប្រុសរបស់ខ្ញុំបាក់ជើងក៏ខ្ញុំមិនឲ្យគេផ្ដាច់ពាក្យនោះដែរនេះជួហ្វុកនេះគឺជាម៉ូតូដែលលោកអាចខ្ញុំរក ខ្ញុំឲ្យឯងតាមរកម្ចាស់ម៉ូតូនេះឯណាក្មេងស្រីនឹង នេះគឺជាលើកទី1ហើយដែលខ្ញុំរកឃើញទិសដៅម៉ូតូនេះហើយក៏បញ្ញាប់មកប្រាប់លោកតាមម្ដងទៅ ខ្ញុំឲ្យឯងទៅរកមនុស្សឯងរកម៉ូតូមកឲ្យខ្ញុំបានការស្អីទៅសួស្ដីពួកយើងធ្លាប់ជួបគ្នាកាលពីមុនសូមស្គាល់បន្តិច មុខមាត់ស្អាតគួរសមតែមិនក៏មានអារម្មណ៍ថាខួរក្បាលមិនល្អ ហ៎មិនគិតទៅអញ្ចឹងខ្ញុំនិយាយជាមួយនាងណា ជាចេញ ខ្ញុំសួរឈ្មោះរបស់នាងពីបានដល់ថ្នាក់នឹងផងហ៎ ខ្ញុំស្គាល់លោកទេលោកចង់ស្គាល់ឈ្មោះខ្ញុំត្រូវតែឲ្យលោកឯង បើអញ្ចឹងពេលនេះនាងប្រាប់ឈ្មោះមកពួកយើងនឹងស្គាល់គ្នាហើយ គ្មានការធ្វើ នាងល្អិតខ្ញុំទៅជួយនាងណាស្គាល់ពាក្យគុណបុណ្យសរសេរយ៉ាងម៉េចទេ ខ្ញុំឲ្យលោកជួយខ្ញុំទេ ល្អទុកថាខ្ញុំចេះដឹងច្រើនអញ្ចឹងពេលនេះអាចប្រាប់ឈ្មោះរបស់នាងបានហើយនៅ មិនអាច ល្អពិតជារមើលគុណមែនបើដឹងថាឯងរមើលគុណយើងមិនគួរយកឯងមកវិញទេយើងគួរតែច្បាច់ស្គាល់ឯងឲ្យស្លាប់ លោកនិយាយម្ដងទៀត សុំទោសខ្ញុំនិយាយលេងសើចទេខ្ញុំគ្រាន់តែចង់រាប់អាននាងគ្មានន័យអ្វីផ្សេងនោះទេ ចង់រាប់អាននេះបានឲ្យតែលោកឈ្នះខ្ញុំនឹងរាប់លោកជាមិត្ត ល្អប្រាប់មកប្រកួតអីនាងថាចង់ឈ្នះនាងប្រកួតផឹកស្រាជាមួយខ្ញុំហ៎ យ៉ាងម៉េចមិនហ៊ានទេ មានអីដែលថាមិនហ៊ានតែខ្ញុំជាមនុស្សប្រុសនាងជាមនុស្សស្រីម្នាក់នៅក្មេងទៀតផឹកស្រាជាមួយខ្ញុំគ្មានសុវត្ថិភាពនោះទេបើឆ្លាតដូរវិញ ស្មាន ទៅ មិនដល់ថាគេមានកំណត់ត្រឹមត្រូវសោះតែខ្ញុំចង់ផឹកស្រាអ្នកណាឈ្នះអ្នកណាចាញ់មិនតាន់ប្រកាសបើលោកមិនហ៊ានយល់ល្អទទួលស្គាល់ចាញ់ទៅ ខ្ញុំចាញ់នាងល្អិតឯងហ៎ឆាប់ប្រាប់ខ្ញុំភ្លាមមកហេតុអីក៏ចង់ផឹកស្រាអារម្មណ៍មិនល្អ មនុស្សម្នាក់
មើលទៅដូចជាមិនគួរឲ្យស្អប់ទេគឺអារម្មណ៍មិនល្អខឹងខ្លាំងណាស់ណាការប៉ិនចង់វាគ្នាជាមួយអាល្អិតពីរនាក់នោះបញ្ចេញកំហឹងស្មានម្ដងថាត្រូវលោកក្លុកខ្ទេចអស់ដូច្នេះលោកឲ្យខ្ញុំវាបញ្ចេញកំហឹងបន្តិចទៅឬរើផឹកស្រាជាមួយខ្ញុំ ប្អូនស្រីដូចជានាងនេះបានបងខុសហើយបងកំដរនេះផឹកស្រា ល្អ ចុះ បានលោកទទួលខុសដោយចិត្តស្មោះហើយអញ្ចឹងខ្ញុំសណ្ដោសបណៃលើកលែងឲ្យលោកចាស់ ចេះតែចង់ប្រគល់ផឹកស្រាជាមួយខ្ញុំស្មានថានេះប្រកាយផឹកស្មានមកដល់ធម្មកាយសុខក៏ស្វឹងដល់ថ្នាក់នេះនាងល្អិតនាងស្វឹងហើយ អ្នកណាថាខ្ញុំអត់ស្វឹងទេ ណែឆ្លាតឈប់ផឹកទៅ អញ្ចឹងលោកទទួលស្គាល់ចាញ់លោកទទួលស្គាល់លោកឆាប់ចាញ់ទៅលោកថាលោកប្រៀបមិនបាននឹងសិញនិយាយមក ការពិតនាងល្អិតនេះឈ្មោះថាយ៉ាន់ស៊ីងសោះឈ្មោះពីរោះតា លោកបានលោកមិនផឹកហេតុអីមិនទទួលស្គាល់ចាញ់លោកចង់កិច្ចស្រាមែនទេផឹកទៅល្អដល់វេនខ្ញុំហើយ ឡខ្ញុំទទួលខ្ញុំប្រៀបមិនបាននឹងយ៉ាន់ស៊ីងបានហើយនៅឈប់ផឹកទៅ ត្រូវលោកប្រៀបមិនបានយ៉ាងស៊ីងពួកលោកប្រៀបមិនបានយ៉ាងស៊ីងទាំងអស់ ហេ លោកស្អាតមែនដូចជាកងោកយ៉ាងអញ្ចឹង នាងល្អិតស្វឹងហើយខ្ញុំជូននាងទៅបន្ទប់សម្រាប់ ខ្ញុំអត់មានបន្ទប់ទេពួកគេចេះលំអៀងមានតែស៊ូវ៉ាន់តែមានបន្ទប់ ស៊ូវ៉ាន់ លោកបាត់មាត់ទៅមិនអាចនិយាយឈ្មោះនឹងទេ នាងល្អិតនាងស្វឹងហើយកុំមកខរឿងខ្ញុំជូននាងទៅបន្ទប់វិញ លោកក៏ចេះចិត្តស៊ូវ៉ាន់ដែរមែនទេ ស្អីគេ ឲ្យតែជារបស់ស៊ូវ៉ាន់ទោះជាខ្ញុំបំផ្លាញក៏នាងកំកិតចង់យកបាន នេះគឺឆ្នាំលីហ៎ព្រលឹមឡើងក៏បញ្ចេញកំហឹងតែផ្ដាស់ មិនបានជាលោកនៅលើក្រែខ្ញុំលោកចង់ធ្វើអីដាក់ ខ្ញុំ ខ្ញុំ ចំពោះនាងមើលទៅការប្រយុទ្ធវិញមានរឿងអីកើតឡើងបន្តិចក៏នាងមិនចាំដែរនាងល្អិតនាងផឹកច្រើនហើយកុំមកករឿងអីខ្ញុំជូនទៅវិញ ខ្ញុំអត់មានបន្ទប់ទេអញ្ចឹងតាយ៉ាងម៉េចលោកក៏មកធ្វើដោយរងទុកធ្វើដូចខ្ញុំមានកំណត់មិនល្អលើលោកអញ្ចឹង ខ្ញុំដឹងយូរហើយថានាងនឹងវាយបកវិញនាងគ្មានមនសិការទេមើលឲ្យបានល្អទៅនេះពួកយើងតាអ្នកណាគេចំណេញ ឆាប់លុបវីដេអូទៅ ខ្ញុំជាអ្នកថតហេតុអីត្រូវលុបលើកលែងតែនាងទទួលខុសត្រូវខ្ញុំ ប្រកងោកនេះគ្រាន់តែចង់បានរបស់ថ្មីមួយពេលបើដឹងថាខ្ញុំជាជនពិការច្បាស់ជាភ័យរត់បាត់ពួកយើងអ្វីក៏មិនកើតឡើងហេតុអីត្រូវទទួលខុសត្រូវលោកស្នេហ៍លោកទាំងអស់នេះសម្រាប់ខ្ញុំអត់បានការទេខ្ញុំមិនចាប់អារម្មណ៍លោកឡើយ នេះមានន័យថាម៉េចអ្វីដែលអាចហៅថាមិនអាចកើតឡើងនោះយប់វិញនាងខំមករបស់ខ្ញុំនេះជាស្នាមថើបដំបូងរបស់ខ្ញុំណានាងចង់លេងខូចទេ នោះប្រកាសជាខ្ញុំផឹកច្រើនហើយលោកតាក់ខ្ញុំមិនយកជាការទេម្យ៉ាងទៀតពួកយើងយ៉ាងណាក៏ខ្ញុំជាអ្នកខាតដែរលោកកុំកេងចំណេញហើយនៅធ្វើលយទៀតខ្ញុំមានការទៀតមិនកំដរលោកលេងទេ ខ្ញុំមិនខ្វល់ទេនាងធ្វើឲ្យភាពស្អាតស្អំរបស់ខ្ញុំត្រូវបានប្រឡាក់ហើយត្រូវតែទទួលខុសត្រូវមិនចឹងទេខ្លាយដៃខ្លាយហ៎ មិនខុសទេគឺដៃខ្លាំងខ្ញុំជាជនពិការពេលនេះលោកនៅចង់ឲ្យខ្ញុំទទួលខុសត្រូវលោកទៀតទេ ខ្ញុំប្រមានលោកយកល្អលុបវីដេអូឲ្យអស់បើបែកខ្ចាយចេញទៅទោះជាមួយវិនាទីខ្ញុំនឹងឲ្យលោកស្ដាយក្រោយ
យកមិញសេវាកម្មមិនអត់នោះទេនេះទុកជារង្វាន់លោកចោះចាប់ពីពេលនេះទៅឆាប់តាំងទៀមខ្ញុំទៀតនេះល្អិតនេះពីមុនរងទុកប៉ុណ្ណាដែរទៅពិតជាកូនកម្មប្រមាមែនឆាយឯកសាររបស់យ៉ានស៊ីងម្យ៉ាងទៀតជួយតាក់ទងបន្ទប់ពិសោធន៍ផ្កាយឲ្យខ្ញុំផងប្រាប់ថា Food Group ចាប់អារម្មណ៍ការបង្កើតរបស់ពួកគេសង្ឃឹមថាអាចសហការគ្នាបាន អ្នកប្រុស Full Group ដូចអត់មានទីផ្សារខាងហ្នឹងទេ ពេលនេះមានហើយស្ដាប់យល់ហើយធ្វើទៅនិយាយអត់បានការច្រើនម្លេះ បាទ កូនកម្មប្រមាមិនជឿថាខ្ញុំញ៉ាំនេះមិនបានទេចាំខ្ញុំព្យាបាលដៃរបស់នេះឲ្យជាសិនចាំមើលនេះប្រកែកជាមួយខ្ញុំយ៉ាងម៉េចស៊ូវ៉ាន់វ៉ាន់ឯងបកស្រាយប្រាប់ប៉ាច្បាស់មកហេតុអីក៏ឯងចង់ធ្វើបាបស៊ីង ប៉ា ស៊ីង ខ្ញុំគ្មានចេតនាទេប៉ាស្រឡាញ់បងស្រីយ៉ាងហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យប៉ាយកចិត្តទុកដាក់ខ្ញុំបន្តិចលោកប្តីខ្ញុំបានស្ដីឲ្យវ៉ាន់វ៉ាន់ហើយបងឈប់ជានាងទៅនាងនៅក្មេងអាចមានគំនិតអាក្រក់អីទៅគ្រាន់តែចង់ឲ្យបងខ្វល់ពីនាងប៉ុណ្ណឹងប៉ាខ្ញុំដឹងខុសហើយប៉ាលើកទោសឲ្យខ្ញុំទៅខ្ញុំដែលសារខ្វល់ពីប៉ាពេកខ្លាចបងស្រីដណ្ដើមយកប៉ាទៅទើបធ្វើខុស ក្រោយឡើងមកបើដឹងខ្លួនខុសគឺល្អហើយតែឯងត្រូវតែសុំទោសស៊ីងស៊ីងឲ្យបានល្អដឹងហើយលើ ប៉ាខ្ញុំប្រកាសជាសុំទោសបងស្រីបើគាត់មិនលើកទោសឲ្យខ្ញុំអញ្ចឹងខ្ញុំនឹងចេញពីគ្រួសារស៊ូធ្វើបែបហ្នឹងបងស្រីគួរតែឈប់រករឿងគ្រួសារស៊ូហើយ វ៉ាន់វ៉ាន់ឯងក៏មកទោសខ្លួនឯងពេកអីឯងគ្រាន់តែខ្វល់ពីពូជើងប៉ុណ្ណោះបើចង់មកទោសត្រូវតែបន្ទោសស៊ូជិនស៊ីងចិត្តចង្អៀតពូជើងគ្រាន់តែមានការយល់ច្រឡំលើគេបែរជាឲ្យឪពុកគេមកសងសឹកលើពូជើងបើគេថាយល់ច្រឡំគឺចប់រឿងហើយ និយាយទៅគឺស៊ូយ៉ានស៊ីងក្មេងម្នាក់នឹងប៉ិនគុំគិតដល់ឆ្នាំនេះគ្រួសារយើងឲ្យគេនៅមិនអញ្ចឹងនៅខាងក្រៅដាច់ពុះស្លាប់ហើយពេលនេះរកបានខ្នងមកឯងក៏ដាក់ទោសគ្រួសារយើងឲ្យស្លាប់គ្មានមនសិការសោះហើយ បានហើយឈប់និយាយទៅគ្រួសាររបស់យើងមិនគប្បីចំពោះនាងពេលនេះស៊ូគ្រប់ប្រឈមមុខជាមួយនឹងការខ្សែធនត្រូវតែសុំឲ្យស៊ីងស៊ីងលើកលែងទោសឲ្យយើងទើបហោះអ៊ីងសៀវព្រមដោះលែងពួកយើងស៊ីងស៊ីងអង្គុយចុះមកមិនបាច់ទៅពេញមួយយប់មិនមកវិញអញ្ចឹង មិនដឹងថាអ្នកប្រុសស៊ូខួរក្បាលមិនល្អប្រើឬការចងចាំមិនល្អទេថ្ងៃនេះគឺពួកលោកអង្វរឲ្យខ្ញុំមកវិញក៏ជាពួកលោកអង្វរខ្ញុំកំទៅមានទៀតពួកលោកពិតជាចម្ពាក់ខ្ញុំមែនប្រើជីវិតសងក៏មិនគ្រប់ដែរ បានហើយស៊ូអ៊ីឈិនបើឯងហ៊ាននិយាយបែបនេះដាក់ស៊ីងស៊ីងទៀតឯងចេញទៅនាងនិយាយមិនខុសទេគឺពួកយើងជំពាក់នាងឯងក៏ភ្លេចឲ្យសោះថាកាលពីតូចគឺស៊ីងស៊ីងជាអ្នកនាំឯងមកពីមណ្ឌលកុមារកំព្រាមកគ្រូសាស៊ូណា ស៊ីងស៊ីងគឺប៉ាម៉ាក់គិតមិនបានដិតដល់អត់សួរឯងមុនថាចូលចិត្តញ៉ាំអីប្រាប់ម៉ាក់មកម៉ាក់ទៅធ្វើភ្លាម មែនទេអ្នកស្រីកុងអ្នកស្រីនិយាយដោយម្ដាយមានចិត្តសប្បុរសអញ្ចឹងគួរឲ្យស្ដាយចិត្តអាក្រក់ធ្វើពុតយ៉ាងណាក៏មិនដូចខ្ញុំប្រតិកម្មគ្រឿងសមុទ្រហើយត្រូវពួកអ្នកស្រីបញ្ជូនទៅបរទេសអប់រំ5ឆ្នាំទៀតសំបីគ្រឿងអោបកក់ក្ដៅក៏ជាបញ្ហាកាពះខូចយូរហើយជាតិសាច់បន្តិចក៏ប៉ះមិនបានម្ហូបមួយតុកនេះបើមិនគ្រឿងសមុទ្រក៏ជាសាច់ដែរយ៉ាងម៉េចចង់បង្ខំឲ្យខ្ញុំញ៉ាំដូចបង្ខំខ្ញុំសុំទៅស៊ូវ៉ាន់វ៉ាន់កាឆ្នាំនោះ ស៊ីងស៊ីងយ៉ាសុំទោសពួកយើងយល់ច្រឡំលើឯងលើកនេះហៅឯងមកគឺចង់សុំទោសឯងបាយមកហូបតុកនេះពួកយើងពិតជាមិនដឹងថាញ៉ាំបានឬអត់ទេពួកយើងគ្មានចេតនាទេ ម៉ាក់ប្រមូលចេញភ្លាមធ្វើថ្មីឲ្យឯងបងស្រីមិនបងលើកដៃវាយម៉ាក់អញ្ចឹ បាយ ង មិនចង់ញ៉ាំទេឆាប់ចេញទៅឯងមិនសិនឯប្រើដៃជើងនៅទីនេះប៉ាឃើញហើយពូជើងបំណងល្អជាមួយគេបែរជាមិនទទួលខ្ញុំប្រាប់ជុំហើយគេគឺជាមនុស្សរមើលគុណ ឯងបិទមាត់ទៅស៊ីងស៊ីងមានអីនិយាយគ្នាតាមស្រួលទៅមិនបាច់ចវាយគ្នាអញ្ចឹង រឿងមួយលោកស៊ូមិនប្រហែលរឿងអស់នេះទេនេះខ្ញុំរៀនតាមលោកទាំងអស់មិនបាញ់ចែកសក់ខ្មៅស្គាល់តែរសជាតិត្រូវវាយយ៉ាងម៉េច ឯង វាឈឺហើយសុំទៅផងមិញយកច្រឡំលើអ្នកស្រីខ្ញុំពេលនេះសុំទៅអ្នកស្រីព្រោះខ្ញុំគ្រាន់តែដោយសារយកច្រឡំទៅវាយអ្នកស្រី បងស្រីខ្ញុំដឹងក្នុងចិត្តបងនៅគុំរឿងពីមុនសិតតែជាកំហុសខ្ញុំបើបងចង់វាយបងវាយខ្ញុំមកសុំវល់បងកុំធ្វើឲ្យប៉ាម៉ាក់ពិបាកអីបានទេ ស្រីពឹសពុលដល់ពេលនេះហើយនៅមិនភ្លេចដំកើងខ្លួនឯងទៀតបាននាងសុំទៅយ៉ាងហ្នឹងហើយអញ្ចឹងខ្ញុំមានតែបំពេញបំណងនាង អេ
ចៅចិនអីវេបែបនេះកម្លាំងមិនគ្រប់ទេ បងស្រីហើយណាស់ពួកយើងធំឡើងជាមួយគ្នាហេតុអីបងស្អប់ខ្ញុំយ៉ាងហ្នឹងឬក៏បងចាប់មកខំឲ្យខ្ញុំស្លាប់វ៉ាន់ទោះយ៉ាងណាក៏ជាប្អូនស្រីឯងដែរឯងមិនចាំបាច់ធ្វើខ្លាំងយ៉ាងហ្នឹង ក្រែ ទេ នេះជាអ្នកសំតើខ្ញុំគ្រាន់តែបំពេញបំណងនាងប៉ុណ្ណោះឬមួយមិននេះពួកអ្នកស្រីអត់លើទេ សួរជឹងសិញពួកជឹងសុំទូឯងនៅចិត្តស្មោះឯងមិនត្រឹមតែមិនទទួលជុកហើយនៅលើកដៃវាយវ៉ាន់ទៀតហើយវាមកទៀតបេះដូងឯងធ្វើពីអីមិនគ្រឿងដូចថ្មអញ្ចឹងមិនសកាឯងឆ្កែស៊ីបាត់ហើយមែនទេ សួរអេឈិនយ៉ាងហើយក៏លោករៀនបានច្រើនឆ្នាំដែរមិនតែមកមានតែប្រហែលឃ្លានហ្នឹងស្គាល់អក្សរតិចត្រូវរៀនឲ្យច្រើនខ្ញុំស្ដាប់ហើយតែចិត្តការសិលល្អិតហើយ ស៊ីប៉ាដឹងថាវ៉ាន់បានធ្វើខុសហើយប៉ានឹងម៉ាក់ក៏យល់ច្រឡំលើឯងដែរធ្វើឲ្យឯងរងទុកច្រើនយ៉ាងនេះឯងនឹងវ៉ាន់ទោះយ៉ាងណាក៏ជាបងប្អូនដែរមិនអាចលើកលែងទោះគេទេលើកលែងឲ្យប៉ាម៉ាក់ផងទៅ សំអាងអីខ្ញុំលើកលែងទោសឲ្យតែគេមួយក៏ភ្លៀងឲ្យស្គមមួយគ្រាប់សឺខុនលោកស្មានថាខ្ញុំជាក្មេងអាយុ3ឆ្នាំហ៎ឬពួកលោកយល់ថាខ្ញុំសំមកត្រូវធ្វើបាបឲ្យតែពួកលោកសាច់បន្តិចខ្ញុំត្រូវធ្វើដូចឆ្កែអញ្ចឹងបាក់កន្ទុយរត់ទៅរកពួកលោក ស៊ីប៉ាម៉ាក់ពិតជាដឹងកំហុសពិតមែនពេលនេះដៃគូរ៉ូស៊ីរបស់ស៊ូគ្រប់បញ្ឈប់កិច្ចសន្យាអស់ទៅហើយទីផ្សារភាគហ៊ុនក៏ធ្លាក់ចុះបើនៅតែបែបនឹងបន្តទៀតនឹងខ្សែធនហើយសូម្បីតែផ្ទះមួយនេះក៏ត្រូវរឹបអូសដែរដល់ពេលនោះពួកយើងមានផ្ទះបោកវិញមិនបានហើយណា ការប៉ាត់ប៉ាបង្កាត់ខ្ញុំមានអត្តពលថ្នាក់នឹងផងតែតែមួយថ្ងៃគ្រួសារពួកលោកក៏ខ្សែធនអញ្ចឹងពួកលោកមិនអត់លុយចាយទៅឲ្យទេអញ្ចឹងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅជួយពួកលោកបាន បងស្រីឲ្យតែបងវ៉ាពូហួរឲ្យគិតមេត្តាបណៃដោះលែងគ្រួសារស៊ូហើយឲ្យការរកស៊ីខ្លះមកស៊ូគ្រប់មានសង្ឃឹមហើយថ្ងៃក្រោយពួកយើងនៅជាបងប្អូនល្អខ្ញុំប៉ះនឹងម៉ាក់នឹងបងប្រុសនៅល្អដាក់បងយ៉ាន់ស៊ីងឆ្កែចិញ្ចឹមនេះប៉ះបង្កើតជាហួរអ៊ីនសៀវតែយ៉ាងម៉េចនឹកខ្វះក្តីស្រឡាញ់ឲ្យតែខ្ញុំលះបងចិត្តស្មោះបន្តិចប្រាប់ពីសម្ដីខ្លះនៅតែដូចឆ្កែហាប៉ារត់មករត់តដែរ មិនខុសទេឲ្យតែលើកនេះឯងជួយប៉ាបានធានាថាថ្ងៃក្រោយប៉ានឹងមិនឲ្យឯងអយុត្តិធម៌ទៀតទេថ្ងៃក្រោយវ៉ាន់ក៏ឈប់ធ្វើបាបឯងទៀតដែរ ស៊ីងថ្ងៃក្រោយអាហារ3ពេលរបស់ឯងទុកឲ្យម៉ាក់ធ្វើឲ្យច្បាស់ជាធ្វើឲ្យសុខភាពឯងរឹងមាំ សិញទុកចិត្តចោះចាំគ្រូសាស៊ូឆ្លងផុតទុកលបាយលើនេះបងប្រកាសជាធ្វើដល់ដែរឯងធ្វើដងដូចវ៉ាន់អញ្ចឹង តែខ្ញុំពេលនេះមានប៉ាបង្កើតហើយគាត់ស្រឡាញ់ខ្ញុំណាស់ក៏ល្អចំពោះខ្ញុំដែរហេតុអីខ្ញុំត្រូវខ្វល់ពីពួកលោក ស៊ូជិនសិញពួកជឹងសុំទូឯងហើយឯងដាច់ចិត្តដាក់ពួកជឹងបែបហ្នឹងបើភ្នែកមើលគ្រូសាខ្សែធនមែនទេ ប៉ុណ្ណឹងត្រង់មិនបានហើយពេលនេះខ្ញុំគ្រាន់តែយកក្រុមហ៊ុនគ្រួសារស៊ូពួកលោកប៉ុណ្ណោះកាលនោះពួកលោកយកក្រុមហ៊ុនខ្ញុំធ្វើឲ្យខ្ញុំស្លាប់ធ្លាប់គិតថាខ្លួនឯងដាច់ធម្មតាទេ ពួកយើងចិញ្ចឹមឯង20ឆ្នាំហើយយកជីវិតឲ្យនឹងក្រុមហ៊ុនឯងវាមិនហួសហេតុពេកទេ ខ្ញុំធ្វើពេលនេះមិនស្មើពួកលោកកាលណាធ្វើដាក់ខ្ញុំ1ភាគ10ផងពួកលោកមានមុខអីថាខ្ញុំដាច់ធម្មតាមានទៀតស៊ូអេឈិនរំខានលោកចាំឲ្យច្បាស់ខ្ញុំតកោហួរមិនមែនតកោស៊ូទេហើយក្រែងពីដំបងលោកស៊ូស្ដាយក្រោយយកខ្ញុំមកចិញ្ចឹមហ៎ អាយ៉ាស៊ីយ៉ានោះជាសម្ដីពេលខឹងឯងកុំទុកក្នុងចិត្តអីមិនថារវាងពួកយើងមានតំណែងតំណងសាច់ឈាមឬអត់ទេតែឯងជាកូនស្រីពួក ពេល យើង នេះលោកមិនយល់ថាខ្មាស់គេព្រោះខ្ញុំទេមិនចង់ច្បាច់កង់ខ្ញុំឲ្យស្លាប់ទេ ឯងថាក៏ថាហើយវាយក៏វាយហើយជេរក៏ជេរហើយហើយណាស់ពួកយើងចិញ្ចឹមឯងច្រើនឆ្នាំទោះជាឯងមិនដឹងគុណក៏មិនអាចច្រានថ្មទម្លាក់ដងដែរឯងធ្វើបែបនោះមិនខ្លាចបាបកម្មទេ ខ្ញុំមានបាបកម្មឬក៏អត់ខ្ញុំមិនដឹងនោះទេតែបាបកម្មពួកលោកចិត្តមកដល់ហើយពេលនេះខ្ញុំនៅជាមួយពួកលោកលើមួយវិនាទីក៏មានអារម្មណ៍ថាខ្ពើមដែរឈប់កំដរហើយ ស៊ីងឯងមិនអាចឲ្យឱកាសពួកយើងម្ដងទេលើកនេះពួកយើងពិតជាសុំទោសឯងដោយចិត្តស្មោះពិតមែន ស៊ូខុនតែលោកពិតជាចង់សុំខ្ញុំលើកទោសឲ្យលោកមែនទេឬក៏ចង់ឲ្យជួយគ្រួសារស៊ូលោកដឹងក្នុងចិត្តច្បាស់ណាស់លោកមិនត្រឹមមិនដឹងខុសតែដឹងខ្លាចកំភ្លៀងមិនតេះលើមុខខ្លួនឯងមិនដឹងឈឺជារៀងរហូតចង់ឲ្យខ្ញុំជួយគ្រួសារស៊ូឯងកុំសង្ឃឹម ឯង ចប់ហើយលើកនេះចប់ហើយ អ្នកប្រុសឯកសារនៃនឹងចានស៊ីងដែលលោកឲ្យស៊ើបគឺផ្ញើទៅលោកហើយនឹងគឺជាកូនចិញ្ចឹមគ្រូសាស៊ូមរជាមុនគឺទើបតែមកពីបរទេស ល្អខ្លាំងណាស់ចាំខ្ញុំផ្ដាច់ពីជាមួយនឹងនេះហោះជាផ្លូវការខ្ញុំនឹងឲ្យលោកតាទៅគ្រូសាស៊ូស្ដីដល់នឹង គ្រូសាស៊ូមួយណាឬមួយក៏គឺស្រឡាញ់អ្នកនាងស៊ូវិញអ្នកប្រុសខ្ញុំស៊ើបដឹងថាគ្រូសាស៊ូមិនដឹងថាប៉ះពាល់គ្រូសាហួរយ៉ាងម៉េចនោះទេត្រូវគ្រូសាហួរធ្វើបាបឥឡូវនេះគេហ៊ុនគិតខ្លាចចោះណាស់ ថាម៉េចឬមួយហោះអ៊ីនស៊ីលដឹងថាខ្ញុំស្រឡាញ់នាងស៊ូដើម្បីរៀបរៀងខ្ញុំផ្ដាច់ពាក្យទើបបិទផ្លូវរបស់គ្រូសាស៊ូមិនបានទេ
ខ្ញុំមិនអាចឲ្យគ្រូសាស៊ូខ្សែធនបែបនេះទេមិនចឹងខ្ញុំតាមញ៉ាយកូនកំប្រមាយ៉ាងម៉េចបានទៅប្រើឈ្មោះរបស់ហ្វូគ្រប់ដាក់ទុនចូលគ្រូសាស៊ូ1000លានទៅ បាទនេះឯងស្រឡាញ់នាងធំគ្រូសាស៊ូហ៎ មិនខុសទេជាតិនេះក្រៅពីនាងខ្ញុំមិនយល់អ្នកផ្សេង ឯង ទេ យល់ពីនឹងដែរទេឯងនឹងថាគ្រូសាស៊ូប៉ះប៉ះគ្រូសាហួរទេពេលនេះហួងស៊ូគឺចេញបញ្ជាសម្លាប់បំបត្តិផ្លូវគ្រូសាស៊ូហើយពួកជឹងរាប់អានគ្រូសាហួងគឺមិនអាចធ្វើចឹងបានឡើយ ចឹងមិនបាច់នៅជាមួយគ្នាទេបើមិនអាចរៀបការជាមួយនាងខ្ញុំមិនរៀបការទេ ឯង លោកតាមិនទាន់បានជួបនាងផងខ្ញុំធានាថាតាជួបនាងច្បាស់ជាទទួលយកនាងជាមិនខានឥឡូវគ្រូសាហ្វូនេះចង់ស្លាប់ហើយរឿងផ្ដាច់ពីយើងមិនទាន់រករឿងវាផងគិតថាគ្រូសាយើងស្រួលពេកហើយមែនទេ ប៉ាយ៉ាងម៉េចហើយរឿងអីបានជាខឹងដល់ថ្នាក់នេះ ព្រឹកនេះអ្នកប្រុសហ្វូប្រើឈ្មោះគ្រូសាហ្វូដាក់ទុនស៊ូគ្រប់1000លានហើយស៊ូគ្រប់ចិត្តរស់ឡើងវិញហើយភាគហ៊ុនឡើងរហូតខ្ពស់ជាងមុន200%ទៅទៀត ថាម៉េច ស៊ីងទុកចិត្តចុះប៉ានឹងបញ្ចេញកំហឹងនេះជំនួសឯងមិនឲ្យគ្រូសាហ្វូធ្វើបាបឯងដោយទៅទេនោះទេ ជាតិមុនខ្ញុំស្លាប់គ្រូសាហ្វូនិងគ្រូសាស៊ូអត់មានតំណែងតំណងគ្នាទេតើគ្រូសាហ្វូហាត់អីជួយគ្រូសាស៊ូខ្ញុំត្រូវតែសិតដឹងឲ្យច្បាស់ប៉ាកុំតន់អានតែសាគ្រូសាហ្វូនិងគ្រូសាហួររាប់អានគ្នាប្រហែលក្នុងនឹងមានអ្វីយល់ច្រឡំថាមិនត្រូវ ប៉ាមិនខ្វល់ថាយល់ច្រឡំស្អីទេតែចាក់ហ្វូចឹងនោះថ្ងៃនោះក៏បាននៅទីនោះដែរហើយពេលនេះបោះទុនចូលគ្រូសាស៊ូគឺដូចជាផ្ទះចំកណ្ដាលមុខប៉ាច្បាស់កន្លែងណាស់នេះគឺជាការប្រមាថណាប៉ាប្រកាសជាមិនឲ្យពួកវារស់នៅដោយស្រួលជាដាច់ខាត គ្រូសាហ្វូមានប្រវត្តិ100ឆ្នាំប៉ាគិតចង់ធ្វើយ៉ាងម៉េច គ្រូសាហ្វូចង់រកស៊ីបន្ទប់ពិសោធន៍ផ្កាយយើងត្រូវខ្លំមើលសិទ្ធិបន្ទប់ពិសោធន៍លើកនេះឲ្យជាប់ឲ្យតែប៉ាអាចទិញយកសិទ្ធិបច្ចេកវិទ្យាបន្ទប់ពិសោធន៍បានមុនប៉ាចាំមើលថាតើតាកចាស់ហ្វូនោះលុតជង្គង់មុខផ្ទះវល់យើងដែរឬអត់ឯងចាំទៅមើលទៅ ប៉ាខ្ញុំនិយាយត្រូវគ្រូសាហ្វូហ៊ានប្រមាថខ្ញុំយ៉ាងនេះមិនថាមូលហេតុអ្វីត្រូវតែលះបង់តម្លៃប៉ាខ្ញុំគាំទ្រប៉ា ស៊ីញ៉ាចាំប៉ាទិញបានសិទ្ធិបច្ចេកវិទ្យានោះហើយនឹងព្យាបាលឯងឲ្យជាភ្លាមត្រូវតែឲ្យឯងជាដូចដើមវិញមិនត្រូវពីការជន់ទេ ទោះជាការស្រាវជ្រាវបន្ទប់ពិសោធន៍មានការរីកចម្រើនថ្មីតែនៅមិនទាន់ដំណើរការពិសោធន៍លើក្រៅទេកុំទាន់អានប្រាប់ប៉ាថាខ្ញុំជាថាការបន្ទប់ពិសោធន៍ល្អជាងជាវាងសប្បាយអត់បានការ ស៊ីងមួយរយៈនេះចិត្តចូលរៀនហើយប៉ារើសយកសាលាល្អឲ្យឯងប្រមាណកន្លែងដែរឯងរើសយកមួយទៅណា ប៉ាខ្ញុំក៏រួចហេតុថាទៅសាលាណាទាំងនេះប៉ាមិនបាច់បារម្ភជួខ្ញុំទេជាតិមុនស៊ូវ៉ាន់មួយបង្កាច់ខ្ញុំលួចចម្លងរៀនខ្លាំងៗធ្វើឲ្យខ្ញុំត្រូវលុបឈ្មោះនៅចិនតាជាតិនេះខ្ញុំត្រូវពឹងលើសមត្ថភាពដណ្ដើមយកជាអ្វីរបស់ខ្ញុំមកវិញ បើឯងត្រូវការអីឯងប្រាប់ប៉ាមកចុះបើជាបញ្ហាបន្ទុកអញ្ចឹងប៉ាប្រើលុយគប់5000លានមិនគ្រប់អញ្ចឹងពួកយើងប្រើ10,000លានឯងចង់រៀនសាលាមួយណារៀនសាលានឹងទៅមិនបាច់ខ្វល់ថាប្រឡងជាប់ឬអត់នោះទេ ប៉ាមានលុយមិនមែនចាយបែបហ្នឹងទេប៉ាទុកចិត្តចោះតាមបន្ទុកខ្ញុំពួកគេមានតែសុំឲ្យខ្ញុំទៅរៀនប៉ុណ្ណោះ សិស្សទាំងអស់គ្នាស្ងាត់ណែនាំគ្រប់គ្នាបន្តិចនេះគឺសិស្សបដូរមកថ្មីរបស់សាលាយើងហួរយ៉ាន់ស៊ីងតែដៃស្វាគមន៍នាងទៅ ទាំងអស់គ្នាសួស្ដីខ្ញុំឈ្មោះយ៉ាន់សេង បងប្រុសមិនបងស្រីនៅទីនេះក៏រៀនថ្នាក់ជាមួយពួកយើងមិនមែននៅខាងមានចេតនាចង់មកសងសឹកទេដឹងអី ទោះជាហួងអ៊ីនសៀវប្រើលុយញាត់គេចូលមកតាមជំរុះចុងក្រោយរបស់ជីងតាគេប្រហែលជាទ្រាំមិនបានមួយវគ្គទេប្រហែលជាសំឈប់បាត់ទៅហើយជឿខ្ញុំទៅ ចាប់ផ្ដើមរៀនយ៉ាន់ស៊ីងរកកន្លែងអង្គុយខ្លួនឯង អ្នក ទៅ គ្រូ កាយដល់កន្ទុយអ្នកណាឲ្យឯងរៀនថ្នាក់ជាមួយនឹងពួកយើងកុំស្មានថាហួងអ៊ីនសៀវមានលុយប៉ុណ្ណឹងអាចញាត់ឯងចូលមកអាចនៅជីងតាបាននោះ សួយឈិនមិនមែនលោកពីមុនអនក៏បានវល់ខ្ញុំជួយគ្រូសាស៊ូទេ បងស្រីកុំថាឲ្យបងប្រុសបែបហ្នឹងព្រោះពួកយើងជាបងប្អូនខ្ញុំដឹងថាបងនៅខឹងតែកុំបារម្ភអីហ្វូគ្រប់បានដាក់ទុនឲ្យស៊ូគ្រប់1000លានគ្រូសាស៊ូមិនត្រឹមខ្សែធនទេហើយល្អជាងមុនទៅទៀតគួរតែអរគុណណា ស៊ូវ៉ាន់ខ្ញុំដាស់តឿននឹងកំបានចិត្តលឿនពេកព្រោះចាំដល់បាត់បង់ពេលក្រោយប្រៀបជាមួយយើងមិនបានពីដំបងពិបាកទ្រាំជាងឆ្ងាយណាស់ បងស្រីខ្ញុំដឹងក្នុងចិត្តបងនៅខ្វល់ពីពួកយើងគ្រាន់តែនិយាយពាក្យខឹងបងទុកចិត្តចោះខ្ញុំនឹងវល់ប៉ាឲ្យគាត់ទទួលស្គាល់បងជាកូនបន្តទៀត នាងកុំធ្វើឲ្យខ្ញុំខ្ពើមអីមែនទៀតក៏មិនម៉ាត់ណាក៏បងស្រីគួរឲ្យខ្ពើម វ៉ាន់កុំរវល់នឹងផ្កាយដល់កន្ទុយអីគេមិនចង់ឃើញពួកយើងល្អទេហងយ៉ាងស៊ីងហ្វូគ្រប់មិនត្រឹមតែបោះទុនឲ្យគ្រូសាស៊ូ1000លានទេអ្នកប្រុសហ្វូឃើញវ៉ាន់ភ្លាមក៏ស្រឡាញ់ផ្លេត
ក្រៅពីនេះគេមិនដណ្ដឹងនោះទេបើតាមជើងដឹងពីមុនអ្នកប្រុសហ្វូបានភ្ជាប់ពាក្យជាមួយឯង អញ្ចឹងតាយ៉ាងម៉េច យ៉ាងម៉េចអ្នកប្រុសហ្វូសុកចិត្តនៅជាមួយវ៉ាន់ក៏គេមិនព្រមរៀបការជាមួយឯងដែរឬមួយក៏ឯងនៅតែមិនយល់ទៀត ខ្ញុំត្រូវការយល់អ្វី គឺប្រកាសជាឯងប្រៀបមិនបានជាមួយវ៉ាន់ហើយឯងជាមនុស្សពិការឯងយល់ថាមានប្រុសអ្នកមានគ្រូសាអភិជនណាមើលឃើញឯងទៅគ្រូសាហ្វូហើយនឹងគ្រូសាហួររាប់អានគ្នាហើយពេលនេះដោយសារតែឯងទើបធ្វើឲ្យមានការប្រេះឆាគឺមកពីឯងកាយដល់កន្ទុយ បងប្រុសកុំថែបងស្រីបែបហ្នឹងព្រោះគាត់ធ្លាប់ជាគ្រួសារតែមួយជាមួយពួកយើងទោះជាមានកម្លាតជាមួយពួកយើងតែគាត់គូអាណិតខ្លាំងណាស់ ទឹកជាស្អីដែរសមអាណិតខ្ញុំដែរ ឯងថោកទាបហ៊ានធ្វើបាបវ៉ាន់ អត់បានការចេះតែស៊ីមិនចេះវីគង់មានថ្ងៃមួយត្រូវខ្ញុំវេឲ្យស្លាប់បែបហ្នឹងលោកការពារប្អូនស្រីសម្រាប់ខ្លួនឯងលេងបានហើយ បងស្រីមិនក៏ធ្វើបាបបងប្រុសយ៉ាងហ្នឹងទោះជាបងមិនគិតដល់មនុស្សសញ្ចេតនាបងប្អូនហើយណាក៏យកយល់ដល់អ្នករៀនថ្នាក់ជាមួយគ្នាដែរ សំអាងអីខ្ញុំយកដល់ពួកនាងមិនក៏ពួកនាងមិនយកដល់ខ្ញុំផង នាងបានចិត្តស្អីនាងគ្រាន់តែរកហួយអ៊ីនស៊ីលធ្វើជាខ្នងនាងមានសមត្ថភាពអីនៅទីនេះលុយអី ត្រូវខ្ញុំរបានហោះអេនស៊ីលធ្វើជាខ្នងមែនបើគ្រាន់បើលោករត់ដែរទេ នាងចាំតែមើលទៅទោះបីជានាងមានឪពុកនាងធ្វើជាខ្នងមកឯងតែជីតាគឺជាកន្លែងនៃជឿពីសមត្ថភាពពិតបន្ទូនាងប៉ុណ្ណឹងចាំតែត្រូវបញ្ឈប់ទៅ ខ្ញុំត្រូវបញ្ឆាប់ឬអត់ខ្ញុំមិនដឹងទេតែខ្ញុំច្បាស់ជាធ្វើឲ្យពួកលោកចេញពីសាលាខ្លួនឯង ឲ្យពួកជើងចេញពីសាលានៅខ្លួនឯងហោះចានស៊ីងនាងកំយល់សពអី បងស្រីបងទៅមកជីងតាប្រហែលមិនដឹងទេបងប្រុសលេខ1ទូទាំងសាលាមិនទាន់ប្រឡងផងក៏មានសហគ្រាសធំជាច្រើនដណ្ដើមយកគាត់សិស្សពូកែបែបនេះមិនត្រូវបញ្ឈប់បានទេ នោះដោយសារខ្ញុំមិនតាន់មកពេលនេះខ្ញុំមកហើយគេកំចង់យកលេខ1ទៀតឲ្យសោះគ្មានផ្លូវទេ យ៉ានស៊ីងខ្ញុំមើលទៅនេះខួរក្បាលខូចហើយនាងមិនត្រឹមតែពីការខ្លួនទេនៅពីការខួរក្បាលទៀតសំអាងលើពិន្ទុដាំក្បាលចររបស់នាងអាចដណ្ដើមជោគលេខ1ជាមួយជើងឯង លោកលឺអ្នកណាថាបន្ទុកខ្ញុំដាំក្បាលចុះ នេះចាំបាច់លឺដែរសំបីតាប្រឡងចូលក៏មិនបានចូលរួមគឺពឹងលើលុយញាត់ចូលមកនៅលេខ1ទូទាំងសាលាទៀតមុខនាងនេះបានលេខ1ទូទាំងសាលានោះ បងស្រីបងឈប់បង្ខំទៅយល់ល្អបងធ្វើទុនដាក់បងប្រុសទៅបន្ទុកខ្ញុំគឺបងប្រុសជួយបង្រៀនទេខ្ញុំជឿថាគាត់បង្រៀនបងបន្ទុកបងក៏អាចរីកចម្រើនបានខ្លះដែរបើយល់ថាពិបាកខ្លាំងក៏គ្មានអ្វីខ្មាស់គេដែរព្រោះពេលខ្លះការរៀនសូត្រត្រូវការមានទេពកោសល្យដែរមិនចឹងទេ មែនហើយរៀនសូត្រត្រូវការទេពកោសល្យមានតែខួរក្បាលដូចជ្រូកដូចនាងទេតែត្រូវការមនុស្សអត់បានការដូចជាស៊ូអេឈិនមកបង្រៀននោះ បង នាងមាត់រឹងណាស់នាងប្រកែតែមាត់ទេបើខ្លាំងយកសមត្ថភាពចេញមកទៅ អញ្ចឹងបានប្រឡងមកខែក្រោយហ៊ានភ្នាល់ជាមួយខ្ញុំទេ ភ្នាល់ ភ្នាល់ថាអ្នកណាលេខ1ទូទាំងសាលា យ៉ានស៊ីងគ្រូក្បាលរបស់នាងមានទឹកមែនទេនាងភ្លេចឲ្យបន្ទូរបស់នាងនៅបរទេសគឺមិនជាប់គ្រប់មុខនាងនៅមានមុខមកភ្នាល់ជាមួយនឹងជើងថែមទៀតមែនទេ បងស្រីខ្ញុំដឹងបងបញ្ញាប់បញ្ជាក់ពីខ្លួនឯងស្រួលឲ្យពួកខ្ញុំស្ដាយក្រោយតែមានពេលខ្លះនិយាយនឹងរឿងធ្វើគឺត្រូវពឹងលើសមត្ថភាពមិនអញ្ចឹងត្រូវបានគេមើលងាយហើយ និយាយច្រើនយ៉ាងហ្នឹងឬមួយមិនហ៊ានភ្នាល់ជាមួយខ្ញុំ នល់ក៏បានដែរមិនអ្វីដែលថាជើងមិនហ៊ានមានតែអ្នកខ្លះដល់ពេលនោះគឺចាញ់មិនព្រមទទួលយកការពិត ពាក្យនេះក៏ខ្ញុំចង់និយាយដែរចានាងហ៊ានទេ បងស្រីការប៉ັດខ្ញុំមិនចង់រើសរវាងបងនិងបងប្រុសទេព្រោះក្នុងចិត្តខ្ញុំបងនិងបងប្រុសសុទ្ធតែជាសាច់ញាតិរបស់ខ្ញុំតែបើបងបង្ខំយ៉ាងហ្នឹងខ្ញុំមានតែរើសឈរខាងបងប្រុសហើយសំទោសណា អញ្ចឹងបានប្រឡងមកខែក្រោយបើខ្ញុំលេខ1ទូទាំងសាលាពួកនាងទាំងពីរនាក់រត់កង្កាបចំវិញធ្លាកៃឡា20ជុំហើយលោតបណ្ដាស្រែកបណ្ដាថាខ្ញុំជាមនុស្សល្ងង ឡបើសិនជានាងចាញ់មិនត្រឹមតែនៅមុខសិស្សទូទាំងសាលាទទួលស្គាល់ថាខ្លួនឯងគឺជាមនុស្សល្ងងហើយត្រូវអោបជើងពួកជើងទាំងពីរនាក់សំទោសរហូតដល់ពួកជើងពេញចិត្ត ម៉ាត់ណាម៉ាត់ហ្នឹងសង្ឃឹមថាពួកលោកដល់ពេលនោះកុំយំទៅវិញហើយរកប៉ាឲ្យសោះ ពេលនេះគួរតែជើងនៃជិះដាក់នាងទៀតត្រូវ ពិតជាល្ងងមែនតាមបន្ទូលរបស់បងប្រុសស្រីថោកទាបឯងចាំតែលុតជង្គង់សុំទោសទៅ តាមិនអីទេលោកតាហ្វូខ្ញុំហៅប៉ែតអស់លោកតាភ្លាមតាចាំមកផ្លែតទៅលោកតាហ្វូមិន
មិនស្រួលទេស្ទះសាច់ដុំបេះដូងហើយបានមិនជាសង្គ្រោះស្លាប់មិនខានដើមឡើយខ្ញុំមិនចេះដឹងរឿងច្រើនទេតែយ៉ាងណាក៏ជាជីវិតមនុស្សដែរថ្ងៃនេះតាជួបខ្ញុំទុកថាសំណាងហើយនេះជាថ្នាំជួយបេះដូងមានប្រសិទ្ធភាពលឿនតែមួយគត់ដែលបន្ទាប់ពីសត្វផ្កាយស្រាវជ្រាវខ្ញុំចាក់មកជាវិទ្យាសាស្ត្រឲ្យលោកតាលោកតានាងល្អិតនាងជួយយើងឯង លោកតាហ្វូការព្យាបាលខ្ញុំមានតម្លៃណាស់សរុប100លានសំសួរលោកតាលើកឆតកាតឬក៏ឲ្យសែក នាងល្អិតតាចាហ្វូឲ្យនាងហៅបែបហ្នឹងឯងដូចប៉ានាងចឹងហ្វូឲ្យនាងហៅបែបហ្នឹងឯងដូចប៉ានាងចឹងខ្វះសុជីវធម៌មិនគួរឲ្យស្រឡាញ់ ចាលោកតាដើម្បីដណ្ដឹងសួរវ៉ាន់ផ្ដាច់ពាក្យមុខមហាជនផ្ទះមុខខ្ញុំគ្រួសារលោកបានបោះទុនឲ្យគ្រួសារសួរ1000លានខ្ញុំមានចិត្តល្អជួយជីវិតលោកຕົកថាមិនអន់ហើយបើលោកជួបប៉ាខ្ញុំវិញថាមិនត្រូវពេលនេះកប់ក្នុងដីបាត់ទៅហើយ នាងល្អិតនាងជឿមិនខលឡើយអានអត់អ៊ីងស៊ូអាចធ្វើរឿងចឹងបានណ៎ហើយចុះបើនិយាយទៅគ្រូសាហ្វូក៏មិនគប្បីជាមួយនាងដែរ100លានចាត់ទុកថាប៉ះពើនាងមកឆៅបែបនេះគឺដូចជាអានអត់នោះណាដូចបេះដាថ្ងៃនេះខ្ញុំអត់បានចូលសាច់មកហើយក៏មិនបានដាក់កាតមកដែរ100លានជួបពីក្រោយទៅយើងឲ្យចៅរបស់ជឹងយកឲ្យនាងដាក់ផ្ទាល់ហើយសុំទោសទៀតយ៉ាងម៉េចដែរ អញ្ចឹងបានខ្ញុំជឿលោក អានអត់សមអុយជឿនស៊ូគ្មានសំណាងទីនាងល្អិតនេះត្រង់ណាក៏ល្អដែរថែមទាំងចេះវិជ្ជាពេទ្យទៀតចិត្តល្អណាស់បើជាចាំភាសាខ្ញុំមិនដឹងថាល្អយ៉ាងណាទី លោកតាហ្វូមើលខ្ញុំយ៉ាងនឹងធ្វើអីមិនស្រួលខ្លួនត្រង់ណាទៀតមែនទេ មិនអីទីបានធូរច្រើនណាស់គ្រាន់តែជឹងស្ពឹកបន្តិចនាងគ្រាជឹងបន្តិចបានទី អូ បងប្រុសមើលនោះគឺបងស្រីមែនទេ គឺនាងវ៉ាន់ពួយជើងចាប់ទៅឃើញនាងមានអារម្មណ៍ថាស៊ុយ ចាំមកផ្លែតក្បែរគាត់តាចាស់នោះជាអ្នកណាពីមុនមិនដែលឃើញទេមិនក៏ពួកគាត់ស្និទ្ធស្នាលគ្នាម្ល៉េះ ជាអ្នកណាទៅថាមិនត្រូវគឺជាអ្នកមានលុយដែលនាងតាក់បានកាយដល់កន្ទុយដូចជានាងស្រឡាញ់រូបតែអ្នកមានទេ បងប្រុសរឿងនេះមិនអាចឲ្យប៉ាម៉ាក់ដឹងទេមិនអញ្ចឹងប៉ាម៉ាក់ច្បាស់ជាខឹងខ្លាំងនឹងខានកាន់តែមិនអាចបង្ហោះក្នុងអ៊ីនធឺណិតទៀតមិនអញ្ចឹងថ្ងៃក្រោយបងស្រីធ្វើជាមនុស្សយ៉ាងម៉េចទេមែនទេ មែនហើយឲ្យតែខ្ញុំជោគរឿងនេះធ្វើឲ្យបាយឃ្លីទៅមិនត្រឹមតែស្ដោះទឹកមាត់ដាក់ក៏អាចលេចស្រីថោកទាបនេះឲ្យស្លាប់បាត់ដែរចាំមើលនឹងប្រឆាំងជាមួយនឹងជើងបែបណារួចហើយវ៉ាន់នេះឯងចិត្តស្លូតបុតពេកហើយមនុស្សដូចជានាងមិននឹងអាចទុកនៅក្នុងសាលាបំផ្លាញឈ្មោះសាលាបានទៅត្រូវតែបោះអាក្រាតនាងមែនទេ ស្រីថោកទាបឪពុកបង្កើតនាងគឺហួរអ៊ីមស៊ីលតែយ៉ាងម៉េចចាំដល់វីដេអូបង្ហោះក្នុងអ៊ីនធឺណិតចាំមើលនាងកន្លះខ្លួនរបៀបណាអញ្ចឹងមានតែបែបនឹងហើយសង្ឃឹមថាគាត់ឆាប់ទទួលស្គាល់កំហុសខ្លួនឯងឈប់ធ្វើឲ្យពួកយើងខ្មាស់គេទៀត កូនកម្ពម៉ា ប្រកងៅ កូនកម្ពម៉ាចៃដន្យណាស់នេះរៀននៅសាលានេះដែរ អត់ទេខ្ញុំនៅទីនេះបង្រៀន នេះជាគ្រូ ត្រូវហើយ នេះក្មេងយ៉ាងនេះបង្រៀនបានអីខ្ញុំមិន ប្រ ជឿ កាស ទេ ជាបង្រៀនសួរវ៉ាន់និងសួរអេឈិនធ្វើជាមនុស្សល្អហើយមិនជឿក៏ហើយទៅ កូនកម្ពម៉ាមិនក៏នាងទៅលឿនយ៉ាងនេះខ្ញុំកំពុងនិយាយជាមួយនាង យ៉ានស៊ីមិនចេះខ្មាស់គេមែនតែចាស់ហើយនៅតាក់ក្មេងទៀតគឺពិតជាមិនដឹងថាមនុស្សនេះល្ងងបែបនេះសោះ មនុស្សដូចនេះល្ងងណាស់ម្នាក់មិញស្លៀកពាក់មិនធម្មតាទេគ្រាន់តែមើលក៏ដឹងថាមិនធម្មតាហើយប្រុសអស់នេះខ្វាក់ភ្នែកមែនទេ ខ្ញុំលឺហើយខ្ញុំគ្រាន់តែចង់តែឲ្យលឿន មិនក៏នាងចេះតែមានកំណត់ទុកខ្ញុំជាស្ត្រីខ្ញុំមិនមែនជាមនុស្សអាក្រក់ទេ អូលោកមិនមែនអាក្រក់ទេអញ្ចឹងលោកជាមនុស្សយ៉ាងម៉េចចង់បានអីពី មិន ខ្ញុំ មែនជាមនុស្សអាក្រក់ប្រកាសជាមនុស្សល្អហើយខ្ញុំគ្រាន់តែមិនចង់ឲ្យកូនកម្ពម៉ាមានចិត្តបង្ការយ៉ាងនេះបើខ្ញុំប្រាប់តាមត្រង់ថាខ្ញុំចង់ញ៉ាំនាងខ្លាចតែធ្វើឲ្យនាងភ័យរត់បាត់ទេខ្ញុំគ្រាន់តែចង់ស្គាល់នាងជាងនេះបន្តិចតែប៉ុណ្្នឹងឯង ស្រាប់តែយល់ឃើញថាគេដូចជាទៅផ្នែកដល់ថ្នាក់ហ្នឹងទេឲ្យមកក្រែងលោកចង់ស្គាល់ខ្ញុំហ៎ឲ្យទូរស័ព្ទមកខ្ញុំឲ្យលេខខ្ញុំទៅលោក
កែគួរឲ្យចាប់អារម្មណ៍ណាស់យកវីដេអូនឹងរូបថតខ្ញុំលុបចោលឲ្យអស់រួចហើយអេខ្ញុំប្រមានលោកបើគ្មានការអីទេសូមកុំរំខានខ្ញុំមិនអញ្ចឹងខ្ញុំនឹងឲ្យលោកឃើញសញ្ញាប្រមានពណ៌ក្រហមតាមមានរូបរាងយ៉ាងម៉េច សម្រាប់ហើយវីដេអូនឹងរូបថតការពីលើកមុនខ្ញុំមានសកូនៅក្នុងកុំព្យូទ័រមិនចឹងទេឲ្យកូនកាប្រមាឃើញប្រកាសជាខឹងខ្ញុំទៀតហើយមកទៅគួរឲ្យស្រឡាញ់បែបនេះខ្ញុំមិនលុបទេនាងទុកចិត្តចុះខ្ញុំមិនចេះតែរំខាននាងនោះទេលើកលែងតែមានការទៅមករននាងកូនកាប្រមាលើកមុនខ្ញុំជួយនាងគួរតែអញ្ជើញខ្ញុំញ៉ាំបាយមកពេលនាងមិននិយាយខ្ញុំចាត់ទុកថានាងយល់ព្រមហើយថ្ងៃណាក៏ដូចគ្នាដែរថ្ងៃនេះតែម្ដងទៅ ម្នាក់នេះមើលទៅមានចិត្តទលាយមិនដឹកកូនក្មេងអញ្ចឹង លោកតាចាំមិនទៀតហើយ គេ នេះ ក៏មានតាដែរ អានអត់សម័យឲ្យអញទៅសាលាទៅទទួលជើងយើងស្ទះបេះដូងពីតែនឹងស្រាប់នៅសាលាមិនឃើញឯង តែបេះដូងមែនទេលោកតាពេលនេះតើលោកតាយ៉ាងម៉េចហើយខ្ញុំនឹងទៅភ្លាមកូនកម្មប្រមាលោកតារបស់ខ្ញុំមានបញ្ហាបេះដូងខ្ញុំត្រូវទៅសិនហើយថ្ងៃក្រោយចាំជើងខ្ញុំញ៉ាំបាន បានលោកឆាប់ទៅចុះមិនក៏ចៃដន្យម្លេះលោកតាគេក៏ស្ទះបេះដូងលោកតាពួកក៏ស្ទះដែរ លោកតាយ៉ាងម៉េចហើយនឹង បណ្ដោះសុនគឺមិនទាន់ស្លាប់ ខ្ញុំ ឡើយ និយាយប្រាប់លោកតាហើយថាលោកតាអាយុច្រើនហើយរឿងសាលាកុំខ្វល់ទៀតមិនស្ដាប់តាមខ្ញុំសោះ ឯងឆាប់ប្រាប់ជើងតាមត្រង់មកឯងទៅណាទៅរកអ្នកនឹងគ្រូសាស៊ូឯង តាកុំខ្វល់ទៀតមិនស្ដាប់តាមខ្ញុំសោះ ឯងឆាប់ប្រាប់ជើងតាមត្រង់មកឯងទៅណាទៅរកអ្នកនឹងគ្រូសាស៊ូឯង អ្វីក៏លាក់ភ្នែកលោកតាមិនចិត្តដែរ អាឡត់ឯងនេះគ្រូសាស៊ូម្នាក់នោះមិនមែនជាមនុស្សល្អឯទេនិយាយពីគ្រូសាក៏មិនសមជាមួយគ្រូសាជើងនិយាយពីចរិតក៏មិនបានពាក់កណ្ដាលជាមួយនឹងអេស៊ីងការពុតទៅនោះព្រៀបមិនបានជាមួយនឹងនាងហួរបើគុំតែគេ លោក ជើង តា ស្លាប់ នេះគឺជារឿងពីរផ្សេងគ្នានៅនាងហួរជួយលោកតាខ្ញុំត្រៀមអំណោយទៅជូននាងហើយតែបើចោលខ្ញុំចូលស្ដីនាងគ្មានផ្លូវនោះទេមនុស្សដែលខ្ញុំកំណត់ហើយគឺមិនងាយកែប្រែនោះទេខ្ញុំស្ដីដល់នឹងតែនាងធំគ្រួសារស៊ូប៉ុណ្ណោះ ឯងចង់ឲ្យជើងខឹងស្លាប់មែនទេ លោកតាសុខភាពលោកតាមិនល្អកំខឹងអី បើឯងចង់ឲ្យជើងឈប់បារម្ភនោះត្រូវទៅរៀបការជាមួយនឹងនាងហួរបែកគ្នាជាមួយនាងល្អិតគ្រូសាស៊ូនោះទៅ លោកតាក្រៅពីរឿងនេះអ្វីក៏ខ្ញុំយល់ព្រមបានដែរលើកលែងតែការដណ្ដឹងនាងហួរគឺមិនបានទេ ឯងហើយយើងសាងកម្មអី លោក ទៅ តាលោកតាក៏មានចិត្តលំអៀងដល់នាងស៊ូបានទេតាមិនធ្លាប់ជួបនាងផងបើតាបានជួបនាងប្រកាសជាគិតថានាងជាមនុស្សល្អហើយណា ការពុតមិនដឹងថាដល់សម័យនេះត្រឹមធ្វើអ្វីឡើយមិនបាទយ៉ាងណាក៏ខ្ញុំមិនអាចឲ្យគេដណ្ដឹងស៊ូវ៉ាន់វ៉ាន់ដែរតែពួកគ្រូសាស៊ូធ្វើបាបនាងឥតហងខ្លាយទៅជាបែបនេះស៊ូវ៉ាន់វ៉ាន់ខ្លាយទៅជាមនុស្សល្អស្អីទៅយើងត្រូវទៅរកមជ្ឈបាយបំបាយពួកគេឲ្យបាទបើអញ្ចឹងនោះយើងមិនហាមឃាត់ឯងឡើយតើឯងចង់នាំគេមកជួបជើងពីណា ខ្លាចតែត្រូវការពេលមួយរយៈទៀតខ្ញុំទើបតែយកបានលេខរបស់នាងព្រមជួបលោកតាឬអត់មិនប្រកាសទេ ឡណាឯងប្រឡែងអ្នកនាងហោះស្អីស្អាតបែបនេះបាយជឿមិនយកឯងបាយជឿទៅចូលឆ្កែធ្វើជាមិត្តដូចជាអ្នកនាងស៊ូនោះលោកគេមិនអាចឡើងទំនុំបានឡើយ លោកតាមុតភ័ក្រឆ្កែស្អីទៅកុំនិយាយអាក្រក់ស្ដាប់ខ្លាំងពេក យើងមិនព្រមតែនិយាយអាក្រក់ស្ដាប់ឡើយយើងនៅពីអាឡិតឯងទៀតកុំឲ្យឯងធ្វើឲ្យគ្រូសាជឹងបាក់មុខ លោកតាខ្ញុំស្រាប់តែនឹកឃើញថាមានការបន្ទាន់លោកតាកំខឹងប្រយ័ត្នប៉ះពាល់សុខភាព ឯងលោកម្ចាស់អ្នកប្រុសលើកនេះគឺពេញចិត្តស្រីម្នាក់នោះយ៉ាងហ្នឹងតាមខ្ញុំមើលទៅលើកនេះគាត់ជោគជាការហើយយើងមិនខ្វល់ថាគេជោគជាការទេយើងមិនអនុញ្ញាតឲ្យស៊ូវៃដែលជាស្រីអាក្រក់បែបហ្នឹងចូលមកគ្រូសាជឿជាដាច់ខាតត្រៀមឡានយើងចង់ទៅគ្រូសាហួរពីទីសាងរឿងរៀបការបាទ ខ្ញុំឲ្យឯងទៅទងបន្ទប់ពិសោធន៍ផ្កាយតែយ៉ាងម៉េចហើយ អ្នកប្រុសអ្នកទទួលខុសត្រូវបន្ទប់ពិសោធន៍បណ្ដោះអាសន្នគឺមិនទាន់ឲ្យចម្លើយច្បាស់ទេ តែទងជាមួយពួកគេទៀតទៅមិនថាលះបង់អ្វីទេខ្ញុំត្រូវតែយកសិទ្ធិបច្ចេកវិទ្យាបន្ទប់ពិសោធន៍ផ្កាយតទៅបាន បាទ ឲ្យតែអាចព្យាបាលកូនកម្មប្រមាបានបន្ទាប់មកចាំនាំនាងទៅជួបលោកតាប្រកាសជាមិនចំទាស់ទេ បងធំខាងគ្រូសាហ្វូសង្ឃឹមថាចេញសិទ្ធិបច្ចេកវិទ្យាកោសិការរស់ថ្មីពីពូជើងបានហើយលក្ខខណ្ឌស្រេចតែពូជើងណាស់ គ្រូសាហ្វូចឹងនៅគ្រូសាហ្វូ មែនហើយ អញ្ចឹងបានធ្វើស៊ីពួកគេឲ្យខ្លាំងទៅយកសិទ្ធិបច្ចេកវិទ្យាមួយឲ្យពួកគេទៅមនុស្សគ្រួសារហ្វូធ្វើឲ្យខ្ញុំខ្មាស់គេកម្រឹងសិទ្ធិកសិការរស់ឡើងវិញពួកគេកំចង់បានអីសោះ កូនស្រីអាឡិតគ្រូសាហ្វូនេះធ្វើឲ្យខឹងទៀតហើយមានរឿងអីប្រាប់ប៉ាមកប៉ានឹងបដៅវាឲ្យឯងភ្ អ លាម ត់មានទេគ្រាន់តែគេពីមុនផ្ដាច់ពាក្យមុខគេឯងធ្វើឲ្យប៉ាខ្មាស់គេហើយបោះទៅអគ្រូសាស៊ូទៀតគំនុំនេះមិនសងខ្ញុំទ្រាំយកកំហឹងនេះមិនបានទេ ប៉ាប្រាប់ឯងចុះកុំខ្វល់ឋានណាធ្វើឯងខឹងឯងត្រូវតែសងសឹកបោះទៅវិញឲ្យខ្លាំងមានប៉ានៅការពីឯងទៅហើយណា អរគុណប៉ា មិននេះប៉ាឮថាបច្ចេកវិទ្យាស្អីគេមានន័យថាម៉េចប៉ាចាំថាវាដូចជាមានតែតងជាមួយនឹងបន្ទប់ពិសោធន៍ស្អីគេនោះ អឺ បែរនិយាយថាខ្ញុំជាថាការបន្ទប់ពិសោធន៍
តាប៉ាជឿដែរទេ ជឿប៉ាច្បាស់ជាជឿឯងឯងជាតកែបន្ទប់ពិសោធន៍នឹង មែនហើយ អីយ៉ាបើចឹងល្អខ្លាំងណាស់បើចឹងពួកយើងមិនចាំបាច់បារម្ភពីរឿងសិទ្ធអីទេដៃរបស់ឯងមានសង្ឃឹមឡើងវិញហើយ ការប៉ិនច្រើនឆ្នាំមកនេះខ្ញុំទម្លាប់រស់នៅប្រាដៅខ្លាំងៗមកខាងហើយម្យ៉ាងទៀតគម្រោងបច្ចេកវិទ្យានេះមានក្រុមហ៊ុនច្រើនចង់បានបើសិនជាលក់ចេញទៅ ហេលក់ស្អីប៉ាមិនខ្វះលុយប៉ុណ្ណឹងនោះទេណាម្យ៉ាងទៀតបើប្រៀបធៀបជាមួយលុយត្រូវព្យាបាលឯងនេះទើបជារឿងដែលសំខាន់ដឹងទេ ជាតិមុនស៊ូខុនដឹងសិទ្ធិបច្ចេកវិទ្យារបស់បន្ទប់ពិសោធន៍អាចធ្វើខ្ញុំខ្លាចជាមនុស្សធម្មតាតែបែរជាមិនព្រមធ្វើហោអានស៊ីវមិនសូម្បីតែគិតសំណាងណាបានរួមម្ដងទៀត លោកម្ចាស់ហោះលោកម្ចាស់ហ្វូមកហើយប្រាប់ថាចង់ជួបលោកហើយក៏អរគុណដល់អ្នកនាងធំដែលបានជួយជីវិតនៅពេលនេះកំពុងចាំនៅខាងក្រៅ តាចាស់នេះមិនបានចំមកទីនេះអញ្ចឹងស៊ីងតាចាស់ហ្វូនិយាយថាគុណជួយជីវិតតើមានន័យថាម៉េចដែរ អូខ្ញុំជួបគាត់នៅសាលាស្រាប់តែស្ទះបេះដូងខ្ញុំក៏ជួយគាត់ទៅ អូតាចាស់នេះស្លាប់ទៅទើបល្អគាត់បានជាអប់រំបានចៅចៅម៉ាស៊ីនម្នាក់បើឲ្យប៉ាជួបគាត់វិញប៉ាត្រូវតែទាត់គាត់ពីរបីជើងឯណានៃតែម្ដងហើយត្រូវតែទាត់គាត់ឲ្យរៀងម្ដងណា ប៉ាខ្ញុំម្នាក់នេះប៉ាន់គុំមែន ឯងឲ្យតាចាស់នោះចាំនៅមាត់ទ្វារទៅចាំយើងបាត់ខឹងពេលណាចាំឲ្យគាត់ចូលមក ប៉ាលោកតាហ្វូអាយុច្រើនហើយឲ្យគាត់ចូលមកមិនមែនអ្វីថ្លាស់ថ្លួយខ្ញុំនៅតែជួយគាត់ដដែល អូល្អទុកមុខទុកមាត់ឲ្យកូនប៉ាឲ្យគេចូលមកចុះមិនចឹងស្លាប់នៅមាត់ទ្វារផ្ទះរបស់យើងនៅតែប៉ាជាអ្នករៀបចំដដែលនឹង បងធំអ្នកប្រុសហ្វូមកហើយ ឲ្យគេចូលមក បាទ មកក៏ជាលោក ការពិតនេះជាតកែរបស់បន្ទប់ពិសោធន៍អញ្ចឹងបច្ចេកវិទ្យាកោសិការស់ឡើងវិញ ជាមិនអាចលក់ឲ្យលោកបានទេលោកស្លាប់ចិត្តនឹងទៅស្មានមិនដល់ចៅលោកតាហ្វូជាប្រុសកងោកនេះសោះខ្ញុំដឹងហើយគេមិនមែនជាអ្នកចិត្តស្មោះទេមកខាងតែខ្ញុំមកខាងចង់ភ្ជាប់ពាក្យជាមួយនឹងស៊ូវ៉ាន់វ៉ាន់គួរឲ្យស្អប់ខ្ញុំត្រូវតែបដៅគេឲ្យល្អ អ្នកប្រុសនឹងចង់ស្លាប់ហើយហ៊ានពីអ្នកប្រុស បិទមាត់ទៅតែណាឲ្យលូកមាត់ តែអ្នកប្រុសដើម្បីព្យាបាលដៃនឹងឲ្យជឿទើបចង់ទិញគម្រោងនេះតែពេលនេះគឺល្អហើយនឹងមិនត្រឹមតែមិនទទួលជោគនៅពេលនោះទៀត ការប៉ັດគេដើម្បីខ្ញុំឬមួយខ្ញុំយកច្រឡំនឹងគេ ចេញទៅទីនេះមានចំណាយឯងនិយាយទេ បាទ លោកចង់ទិញបច្ចេកវិទ្យានេះដើម្បីព្យាបាលដៃខ្ញុំទេ ពិតមែនហើយសង្ឃឹមថានាងអាចខ្លាចទៅជាមនុស្សធម្មតាប៉ុន្តែនាងកុំយល់ច្រឡំណាខ្ញុំមិនមែនមានកំណត់រើសអើងនាងទេហើយក៏មិនដែលមកងាយនាងដែរខ្ញុំស្បត់បាន ឈឺឬក៏អត់ ឈឺ ខ្ញុំឲ្យអានអ៊ីងលេបរបួសឲ្យលោក មិនចាំបាច់ទេថើបខ្ញុំមួយលេងឈឺហើយណា អ្នកប្រុសហ្វូមិនចេះខ្មាស់យ៉ាងហ្នឹងផងកូនដឹងលោកធ្វើបែបហ្នឹងទេ ការពិតគឺប្រច័ណ្ឌសោះពាក់ព័ន្ធស្អីជាមួយគេខ្ញុំស្រឡាញ់នាងខ្ញុំបានសុំផ្ដាច់ភាពពីគ្រួសារហួរហើយពីថ្ងៃមុនគ្រួសារហួរបានមករករឿងគ្រួសារស៊ូខ្ញុំក៏ជាអ្នកបង្ក្រាបដែរចាំមិនរភើបទេ ការប៉ັດគេដោយសារខ្ញុំទៅបោះទុនឲ្យស៊ូក្រុមមនុស្សល្ងងនេះខូចក្បាលមិនកាត់ការមែនពូជបែបហ្នឹងកាត់កូនមកមិនឈួតទៅហើយទេដូច្នេះលោកចង់បានអី ប្រកាសជាចង់ឲ្យនាងធ្វើជាមិត្តស្រីខ្ញុំនាងមិនព្រមក៏មិនអីដែរឲ្យខ្ញុំធ្វើជាមិត្តប្រុសនាងទៅថាយ៉ាងម៉េចដែរ ក៏មិនមែនថាមិនបានដែរប៉ុន្តែខ្ញុំមានគោលដណ្ដឹងហើយធ្វើយ៉ាងម៉េចទៅ ថាម៉េចនាងមានគុណដណ្ដឹងហើយឯង ត្រូវហើយខ្ញុំមិនគិតចង់ផ្ដាច់ពាក្យពីគេទេបែបហ្នឹងលោកនៅចង់ធ្វើជាមិត្តប្រុសខ្ញុំទៀតទេ ផ្ដាច់ពាក្យពីគេបានទេ មិនបានគ្រួសារស៊ូមានអ្នកនាងតែម្នាក់ឈ្មោះស៊ូវ៉ាន់វ៉ាន់ពេលមុនខ្ញុំលើថាលោកដូចជាស្រឡាញ់នាង ហើយភើយនិយាយផ្ដាស់ខ្ញុំគឺយល់មុខដល់នាងទេឬមួយពួកគេយល់ខុសខ្ញុំនឹងសួរមើលឲ្យច្បាស់ កំតនអាចតែលោកដកទិនពីគ្រួសារស៊ូវិញខ្ញុំអាចពិចារណារឿងផ្ដាច់ពាក្យ
ក្រែងនាងជាកូនចិញ្ចឹមគ្រួសារស៊ូឬមួយក៏នាងរងទុកហើយ យ៉ាងម៉េចមិនព្រមទេ ព្រមប្រកាសជាព្រមខ្ញុំដល់ទុនភ្លាម អាកេនយូស៊ូខាងគ្រូសាហ្វូស្រាប់ទៅដល់ទុនលំហូរសាច់ប្រាក់ពួកយើងធ្លាក់ចុះភ្ញៀវចាប់បញ្ចប់កិច្ចសន្យាហើយ អលីឡើងតែតងទៅនៅប្រុសហ្វូភ្លាមទៅ តែតងហើយខាងគេគ្រាន់តែឮថាពួកយើងក៏ផ្ដាច់ទូរស័ព្ទភ្លាម នេះមិនក៏ខ្លាចជាអញ្ចឹង ចិត្តប្រកាសលទ្ធផលហើយហោះយ៉ាងស៊ីងស្រីថោកទីបនោះត្រូវតែលុតជង្គង់សុំទោសយើងចង់ឃើញណាស់ យ៉ាងស៊ីងលើកនេះយើងចាំមើលនាងជោគអីមកកេងកាងទៀតចាំដល់ពេលប្រកាសលទ្ធផលយើងនឹងជោគវីដេអូតាចាស់ចិញ្ចឹមនោះជោគបង្ហោះក្នុងអ៊ីនធឺណិតឲ្យនាងងើបក្បាលលេងរួច អ្នកគ្រូលទ្ធផលប្រឡងចេញហើយមែនទេមែនហើយ អ្នកគ្រូអ្នកលេខមួយលើកនេះជានរណាដែរ អ្នកលេខ1លើកនេះប្រៀបនឹងពីមុនបន្ទុកខ្ពស់ណាស់គម្លាតជាមួយនឹងអ្នកលេខ2គឺជាង50បន្ទុក ស៊ូអេឈិនស៊ូវ៉ាន់វ៉ាន់ឲ្យពួកឯងសប្បាយចិត្តមុនចាំមើលពួកឯងអាចហក់បានយូរប៉ុណ្ណា អ្នកគ្រូឆាប់ប្រកាសលទ្ធផលទៅខ្ញុំទ្រាំចាំលេខបានហើយអ្នកលេខ1លើកនេះគឺសិស្សថ្មីទៅផ្ទេចូលមកហោះយ៉ាងស៊ីនទាំងអស់គ្នាអបអរនាងផងមិន មិន អាច អាចទៅ ស៊ូអ៊ីឈិនអញត្រូវរៀនតាមស៊ូយ៉ាងស៊ីនអញប្រឡងលើកនេះថយបន្តិចទេណាបន្ទុកធ្លាក់ចុះច្រើន មិនអាចទេគេប្រកាសជាលួចចម្លងហើយ មែនហើយអ្នកគ្រូប្រឡងលើកនេះបងប្រុសខំប្រឹងខ្លាំងណាស់មិនអាចមិនល្អដូចជាសិស្សទៅផ្ទេមកទេខ្ញុំសូមពិនិត្យមើលកាមេរ៉ា យ៉ាងម៉េចគ្មានសមត្ថភាពក៏មូលបង្កាច់ខ្ញុំលួចចម្លងមនុស្សគ្រួសារស៊ូចាញ់មិនបាននេះ យ៉ាងស៊ីងនាងកុំសប្បាយចិត្តលើកំណត់ទុកគេអីសមាងលើជនពិការដូចជានាងនាងសមាងអីប្រឡងឈ្នះជាងនោះជនពិការតើជាមិនសូម្បីតែជនពិការក៏ប្រឡងមិនឈ្នះឯងគឺជាមនុស្សអត់បានការ លោកម្ចាស់ហ្វូមិនបាច់ជាលោកមក យ៉ាងម៉េចយើងជាអគ្គនាយកសាលាជីតាមកមិនបានទេ លោកតាហ្វូសួស្ដីខ្ញុំស៊ូវ៉ាន់វ៉ាន់គូដណ្ដឹងចៅលោកពីមុនពួកយើងធ្លាប់ជួបគ្នា នាងជាឆ្កែឆ្មាឲ្យចុងតោងគ្រូសាហ្វូជាងនោះចៅភាសាជាងគឺមានតែម្នាក់ទេគឺចាងស៊ីងនាងស្លាប់ចិត្តទៅ លោកតាហ្វូលេងសាយទេដឹងពីមុនហ្វូគ្រប់ក្រែងបោះទុនឲ្យគ្រួសារខ្ញុំ 1000 លានទុកជាបណ្ដាការនេះ មែនប៉ុន្តែសុំទោសលោកនៅចៅជើងគឺបង្វិលខុសមិនគឺមកវិញអស់ហើយ ថាម៉េច អាឡូហើយថាម៉េចបង្វិលខុសមិនគឺមកវិញអស់ហើយ ថាម៉េច អាឡូហើយថាម៉េចវ៉ាន់វ៉ាន់ប៉ាថាខ្សែធន់ហើយ មិនអាចទេមិនក៏ខ្លាចជាបែបហ្នឹង ស៊ូវ៉ាន់វ៉ាន់ស៊ូអេឈិនហ៊ានភ្នាល់ហ៊ានចាញ់ពេលនេះពួកឯងចាញ់ហើយគួរតែគ្រប់សន្យាបានហើយនៅ នាងនឹងជិះទៅផ្ដាស់យើងមិននឹងអាចចាញ់នាងបានទៅនាងសុំមិនដៃក៏មានតែម្ខាងសមាងឲ្យប្រឡងឈ្នះជាងនោះ ប្រកាសជាពឹងត្រង់នេះហើយនៅមានទៀតពេលនេះខ្ញុំមិនមែនជាជនពិការនោះទេ មិនអាចទេមិនអាចទេមិនក៏ជាបាជាប្រកាសជាប្រាដៃខ្លាំងខ្លាយដូចពិតហើយ មិនក៏មិនអាចបន្តពិសោធន៍ស្រាវជ្រាវបច្ចេកវិទ្យាកសិកាកើតថ្មីស្រាវជ្រាវដំណាក់កាលដំបូងដើម្បីព្យាបាលជនពិការឲ្យជាពេលនេះជោគជ័យហើយខ្ញុំក៏ជាថៅកែបន្ទប់ពិសោធន៍ប្រកាសជាអាចព្យាបាលខ្លួនឯងជា នាំពួកគេចេញទៅទឹកភ្នែកណាស់ ទេមិនបាត់ទេលែងខ្ញុំតើ លេងខ្ញុំទៅលេងខ្ញុំលេង លោកតាហ្វូមិនបានជាតាម៉ៅ អាឡុតនោះមកវិញប្រាប់តាហើយគ្រាន់តែទីក៏តាដឹងគឺគេយល់ខុសសមត្ថភាពឯងដូច្នេះហើយទើបតាបញ្ញាមកជួយឯងគេដឹងទេថានៅពេលនេះឯងគឺជាអ្នកនាងគ្រូសាហួរ នៅមិនតាន់ដឹងទេ បើអញ្ចឹងឆាប់ប្រាប់គេទៅតាក៏ចង់មើល
ថាគេដឹងថាអ្នកដែលគេចង់ផ្ដាច់ពាក្យគឺជាឯងធ្វើមុខបែបណា កូនកម្មប្រមាអូនចាំបងណាបងទៅគ្រូសាហបផ្ដាច់ពាក្យភ្លាមអូនក៏ផ្ដាច់ពាក្យជាមួយគ្រូដំណឹងអូនដែរលោកពូហោះខ្ញុំមកថ្ងៃនេះគឺផ្ដាច់ពាក្យជាផ្លូវការនេះជាលិខិតផ្ដាច់ពាក្យឥឡូវឯនេះឯងស្មានថាឯងមានតែចាស់ហ្វុកនៅចាំការពារឯងយើងមិនហ៊ានបដៅឯងតាមមែនទេបានជាគេអង្យ៉ាងនេះហ៎លោកពូហោះខ្ញុំស្រឡាញ់ស៊ូយ៉ានស៊ីងគ្មានមនោសញ្ចេតនាជាមួយកូនពូទេផ្លែឈើបបៃបង្ខំគឺមិនផ្អែមឡើយមង្គលការនេះទូយ៉ាងណាក៏ខ្ញុំត្រូវផ្ដាច់ដែរស៊ូយ៉ានស៊ីងស៊ូយ៉ានស៊ីងម្នាក់ណាទៅគឺ ប៉ាខ្ញុំមកវិញហើយក ូនស្រីមិនได้មកនេះគឺជាប៉ារបស់អូន មែនហើយ ដូច្នេះអូនគឺនាងគ្រួសារហោះអូនតកូលហោះមិនមែនកូនស៊ូទេបើសិនជាឯងចង់ផ្ដាច់ពីអញ្ចឹងថ្ងៃនេះយើងបំពេញបំណងឯងចុះលោកតាមអង្គការនេះខ្ញុំអត់បញ្ឈប់ទេ អឺ